អាស្ដេចចៅបំផ្លាញជាតិអាស្ដេចចៅបំផ្លាញទឹកដីអាស្ដេចចៅបំផ្លាញព្រៃអាស្ដេចហ្នឹងហើយនេះជារូបភាពអាស្ដេចចៅបំផ្លាញជាតិអាស្ដេចចៅបំផ្លាញទឹកដីអាស្ដេចចៅបំផ្លាញព្រៃអាស្ដេចចៅបំផ្លាញទាំងវប្បធម៌បំផ្លាញទាំងធនធានរ៉ែធម្មជាតិនៅក្នុងប្រទេសកម្ពុជាបំផ្លាញស្នាដៃដូនតាណាអាស្ដេចចៅនេះអាស្ដេចចៅខ្លួនខ្មែរតែដាក់ខួរធ្វើឆ្កែបំរើយួនណាអាស្ដេចចៅថោកទៀតអាស្ដេចចៅច្រាស់បាយខ្មែរតែធ្វើជាឆ្កែយួនណាអាស្ដេចចៅក្បត់ប្រវត្តិសាស្ត្រអាស្ដេចចៅបំផ្លាញពុជសាសឯងណាគេហៅថាអាចៅភ្នែកមួយអាចៅភ្នែកមួយនឹងមីរលួយវល់សំផឹងប្រចាំប្រវត្តិសាស្ត្រមីភិចរាមីកម្ពុជាយួនកន្ទប់ណាមីសំផឹងប្រចាំប្រវត្តិសាស្ត្រសេរីដាក់ក្តាប់ធ្វើនុយណាដាក់ក្តាប់ធ្វើនុយអង្គុយចាំតាជេគេអ្នកស្នេហាជាតិណាមីចៅសំផឹងប្រចាំប្រវត្តិសាស្ត្រនឹងមីកម្ពុជានឹងអាកម្ពុជាចៅប្រចាំប្រវត្តិសាស្ត្ររកគ្នាឃើញណាថ្ងៃនេះថ្ងៃនឹងអាហែងនេះរកគ្នាឃើញណាសត្វតែកម្ពុជាសណ្ដានចៅដូចគ្នាអាកម្ពុជាក្ររហាម៉ាសែតក្រទាំងកិត្តិយសហ្នឹងហើយនេះជារូបភាពអាស្ដេចចៅបំផ្លាញជាតិអាស្ដេចចៅបំផ្លាញទឹកដីអាស្ដេចចៅបំផ្លាញព្រៃអាស្ដេចចៅបំផ្លាញទាំងវប្បធម៌បំផ្លាញទាំងធនធានរ៉ែធម្មជាតិនៅក្នុងប្រទេសកម្ពុជាបំផ្លាញស្នាដៃដូនតាណាអាស្ដេចចៅនេះអាស្ដេចចៅខ្លួនខ្មែរតែដាក់ខួរធ្វើឆ្កែបំរើយួនណាអាស្ដេចចៅថោកទៀតអាស្ដេចចៅច្រាស់បាយខ្មែរតែធ្វើជាឆ្កែយួនណាអាស្ដេចចៅក្បត់ប្រវត្តិសាស្ត្រអាស្ដេចចៅបំផ្លាញពុជសាសឯងណាគេហៅថាអាចៅភ្នែកមួយនឹងមីរលួយវល់សំផឹងប្រចាំប្រវត្តិសាស្ត្រមីភិចរាមីកម្ពុជាយួនកន្ទប់ណាមីសំផឹងប្រចាំប្រវត្តិសាស្ត្រសេរីដាក់ក្តាប់ធ្វើនុយណាដាក់ក្តាប់ធ្វើនុយអង្គុយចាំតែជេគេអ្នកស្នេហាជាតិណាមីចៅសំផឹងប្រចាំប្រវត្តិសាស្ត្រនឹងមីកម្ពុជានឹងអាកម្ពុជាចៅប្រចាំប្រវត្តិសាស្ត្ររកគ្នាឃើញណាថ្ងៃនេះថ្ងៃនឹងអាហែងនេះរកគ្នាឃើញណាសត្វតែកម្ពុជាសណ្ដានចៅដូចគ្នាអាកម្ពុជាក្ររហាម៉ាសែតក្រទាំងកិត្តិយសហ្នឹងហើយនេះជារូបភាពអាស្ដេចចៅបំផ្លាញជាតិអាស្ដេចចៅបំផ្លាញទឹកដីអាស្ដេចចៅបំផ្លាញព្រៃអាស្ដេចចៅបំផ្លាញទាំងវប្បធម៌បំផ្លាញទាំងធនធានរ៉ែធម្មជាតិនៅក្នុងប្រទេសកម្ពុជាបំផ្លាញស្នាដៃដូនតាណាអាស្ដេចចៅនេះអាស្ដេចចៅខ្លួនខ្មែរតែដាក់ខួរធ្វើឆ្កែបំរើយួនណាអាស្ដេចចៅថោកទៀតអាស្ដេចចៅច្រាស់បាយខ្មែរតែធ្វើជាឆ្កែយួនណាអាស្ដេចចៅក្បត់ប្រវត្តិសាស្ត្រអាស្ដេចចៅបំផ្លាញពុជសាសឯងណាគេហៅថាអាចៅភ្នែកមួយនឹងមីរលួយវល់សំផឹងប្រចាំប្រវត្តិសាស្ត្រមីភិចរាមីកម្ពុជាយួនកន្ទប់ណាមីសំផឹងប្រចាំប្រវត្តិសាស្ត្រសេរីដាក់ក្តាប់ធ្វើនុយណាដាក់ក្តាប់ធ្វើនុយអង្គុយចាំតែគេអ្នកស្នេហាជាតិណាមីចៅសំផឹងប្រចាំប្រវត្តិសាស្ត្រនឹងមីកម្ពុជានឹងអាកម្ពុជាចៅប្រចាំប្រវត្តិសាស្ត្ររកគ្នាឃើញណាថ្ងៃនេះថ្ងៃនឹងអាហែងនេះរកគ្នាឃើញណាសត្វតែកម្ពុជាសណ្ដានចៅដូចគ្នាអាកម្ពុជាក្ររហាម៉ាសែតក្រទាំងកិត្តិយសហ្នឹងហើយនេះជារូបភាពអាស្ដេចចៅបំផ្លាញជាតិចាជាបឋមគណៈសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់អង្គជម្រាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរនៅតាមបណ្ដាញ YouTube ក៏ដូចជាបណ្ដាញ Facebook Hi Sophie ចាលោក Sophie ជម្រាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញ Facebook and YouTube Sophie នេះស៊ឺអូនស៊ឺតាមពិតថ្ងៃហ្នឹងគាត់គេហៅគាត់ទៅគេ program អីទៅកាឲ្យដើរលេង program ដើរលេងគាត់พูดគេគាត់ប្រាប់គេថាអត់ដើរលេងកើតទេវាឈឺតែបើសំពងក្បាលអាក្បាត់ជាតិហ៊ុនសែនអានឹងអាចកើតហើយកុំចង់ដាក់ថ្នាំមកក្របមានកម្លាំងតែ 1% ក៏សំពងក្បាលបកស្បែកឯងដែរហ៊ុនសែនជាពិសេសថ្ងៃនេះត្រូវជូនពរឯងទៀតប៉ុន្តែពរពួកអញហែស្ដាប់ទៅឆ្អែតបាយមួយខែចាសស្រីបងប្អូនចាថ្ងៃនេះសម្ដេចពុកខួបកំណើតដែរជូនពរសម្ដេចពុកទៀតម៉ែក្មេងហើយចេញទៅបាក់ហើយមែនតើសូមសម្ដេចពុកឲ្យជាពីជំងឺបាត់ទៀតហាមនុស្សអាក្រក់ស្អីណាពួកអាពាក្យនោះវាមានតម្លៃណាគេជូនពរគេអត់និយាយអាក្រក់ទេគេជូនពរក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ដែលស្អប់ខ្ពើមនៅអំពើអយុត្តិធម៌ស្អប់ខ្ពើមនៅចរិតពីលណាមនុស្សថោកទាបប្រភេទហ៊ុនសែនក៏ស្ម័គ្រចិត្តថ្ងៃខួបកំណើតរបស់អដេរឆានមកក្បាលនេះសូមជូនពរអាសត្វដេរឆានអាហ៊ុនសែនអាតៃហោងអញជូនពរឯងថ្ងៃហ្នឹងឲ្យឯងណាដូចថាឲ្យឈប់ណាឈប់ខ្លាចកែជំងឺខ្លាចសំរាំងស៊ីអញជូនពរឯងពិសេសចំណុចមួយហ្នឹងឈប់ខ្លាចទៅព្រោះសំរាំងស៊ីអត់មានអាវុធអត់មានតបមានតែមនសិការជាតិណាបេះដូងស្រឡាញ់ជាតិទឹកដីឈប់ខ្លាចទៅនឹងតែអញជូនពរឯងណាជូនពរកុំឲ្យឯងឈប់ខ្លាចសំរាំងស៊ីទី2ឈប់ធ្វើកាជះយួនកាជះសៀមឈប់ធ្វើកាជះបរទេសទី3ឈប់លំមកអំណាចទី4ឈប់ធ្វើបាបប្រជាពលរដ្ឋខ្មែរណាការ
កុហកប្រក់បោកប្រាក់អំនួតអួតក្អេងក្អាងហ្នឹងបញ្ឈប់ជាបន្ទាន់អាហ្នឹងអ្វីដែលអញជូនពរឯងឥឡូវតើកូនអញដង ហ្នឹងហើយក្នុងឱកាសខួបកំណើតសម្ដេចពុកហ្នឹងហើយកូនពុកសូមជូនពរឲ្យសម្ដេចពុកជាពីជំងឺលំប់អំណាចមហារីកពុកអាលួយជំងឺខ្លាចយួនជំងឺខ្លាចសៀមជំងឺខ្លាចលោកសំរងស៊ីអាជំងឺទាំងអស់ហ្នឹងសូមឲ្យជាឆាប់ទៅដើម្បីឲ្យបងប្អូនកូនចៅខ្មែរស្លូតត្រង់ស្រុកខ្មែរបានសេចក្តីសុខបើសម្ដេចពុកនៅតែមានអាជំងឺរ៉ាំរ៉ៃជាប់ខ្លួនហ្នឹងគឺខ្មែរវេទនាអត់បានសុខទេណាហ្នឹងហើយចឹងឲ្យជាហ្នឹងហើយឲ្យជាឆាប់ឯងជាពិសេសអាជំងឺឲ្យជាលឿនជាងបំផុតណាគឺអាជំងឺលំប់អំណាចហ្នឹងតែម្ដងព្រោះអាហ្នឹងជិត50ឆ្នាំហើយវារ៉ាំរ៉ៃហ្នឹងវារ៉ាំរ៉ៃហើយជំងឺមួយទៀតណាជំងឺមួយទៀតជំងឺខ្លាចនៅសម្លេងពលរដ្ឋខ្លួនឯងហ្នឹងហើយស្រីមកក្មេងនឹងកញ្ញាយាយសូហ្វីចាសួស្តីអរសួស្តីខ្ញុំទៅមកពីសម្រាប់វ៉ាកងមួយសបល់ខ្ញុំទៅខ្មៅស្រាប់ផងដល់ពេលទៅត្រូវថ្ងៃកាន់ក្តៅទៀតទៅជាសៃម៉ៅចាជំរាបសួរបងប្អូនដែលកំពុងមានវត្តមានក្នុងការ live show របស់យើងខ្ញុំទាំងពីរនាក់សួស្តីខ្ញុំសូមរុញឡើងលើមើលចាឡាន់ឈិនចាសួស្តីអ្នកមីងអ៊ុយសាខនបងរ៉ូបេតលី Good morning បងចាដាលីនសេងចាសួស្តីរួនបងអូជើសម្ដេចព្រាមរ៉ូបេតលីចាជំរាបសួរផ្ទះបងបងជុំថ្ងៃនេះជួបម៉ែក្មេកម៉ែក្មេកឡៃលងលុយឡៃលងលុយទៅបលែងកូនភាសាតែឯងបលែងតែសាអឺមើលឯងខ្លាណាចាប់ទៅបាត់មករយៈនេះលឺសូថាមីអស់សាច់មីរលួយស្បូនចេញមកជាកូនអញថ្ងៃគម្រាមកូនអញថ្ងៃកុំគិតថាទៅឯងរវល់ប៉ុណ្ណាដែរអញអាសាអឺមើលកូនអញដែរហ៎មនុស្សវាអត់ហ៊ានចេញមកឡាយជេវាសុខចិត្តចូលតាមក៏មិនវាឲ្យអាបលាំងកាដែលវាជួលផ្ដោទៅរុកវាហ្នឹងឲ្យចេញមកម្ដងស្អីគេថាស្អីមានពមៀនចង់អូននៅស្អាតដដែលចាអរគុណច្រើនសម្ដេចព្រាមរ៉ូបេតលីទោះបីមកអាសាសូហ្វីក៏ខ្ញុំយកដាក់ខ្លួនដែរអាសាតែស្អាតយកទាំងអស់យាយគេឲ្យក្តៅក៏ចង់ស្អាតដែរឥឡូវហ្នឹងហើយមានស្អីដែលលឺសូអាបលាំងកាសអាប្រុសវាទិញយកទៅរុកវាហ្នឹងណាស្អីប្រាប់ថាម៉េចសូហ្វីមានរូបអាភិបអញប្រាប់ថាឯងមិនថាសូហ្វីមិនថាអញក្នុងចំណោមអញពីរនាក់ហ្នឹងបើសិនតែមានរូបអីមួយពួកឯងទៅដើមគ្នាបញ្ចេញមកងាប់ហើយគ្មានទុកឲ្យណានៅគម្រាមអីចឹងទេហើយទៅដើមគ្នាបង្ហោះបជ្រៀតគ្នាចង់បាន live view គឺពួកឯងបញ្ចេញមកហើយណាពួកអាសัตว์គេចិញ្ចឹមអារស់ព្រោះគេបន្តឲ្យពិសេសអាបលាំងកាសដែលមានសំផឹងបាតគុករលួយស្បូនទិញយកទៅគាត់ទៅបុករុកវានោះនឹងអញចង់ប្រាប់ត្រឡប់ទៅវិញអញ្ចឹងហើយគ្រាន់តែជាកាកប្រុសហើយអត់មានតម្លៃជាប្រុសពេញលក្ខណៈទេហើយគ្មានសមត្ថភាពក្នុងការចិញ្ចឹមខ្លួនឯងទេហើយគ្រាន់តែជាកាកប្រុសដែលមានសំផឹងបងទិញយកទៅរុកវាទេបងសំណាងសួស្តីបងgood morning បងសំណាងហើយនឹងភរិយាជូនពរបងនិងភរិយាសូមមានសុខភាពល្អទាំងអស់គ្នាចាស៊ុយហាក់សួរចាសួស្តីបងឯងបាត់មុខបាត់មាត់ទៅណាបងឯងលីយ៉ាងលីសានលីសាំងចាសួស្តីអ៊ីងនេះយិនចាសួស្តីបងប្អូនមកពី YouTube RS Pro ចាសួស្តីស្អាតទាំងពីរមិនថារូបសម្រស់ឬចិត្តល្អទេស្អាតដល់ដែរនឹងណាចាអរគុណសម្ដេចព្រាមរ៉ូបេតលីអរគុណច្រើនបេដងសប្បុរសធម៌មាននិយាយខ្ញុំសូមសរសើរសម្ដេចព្រាមរ៉ូបេតលីដែលគាត់តែងតែជួយទៅដល់មិនថាអ្នកនឹងមាននៅការគណៈបកណាទេបេដងគាត់គឺថាទូលំទូលាយនេះល្អគាត់ជួយដោយភាពស្មោះត្រង់គាត់ជួយទាំងអស់ហ្មងឲ្យតែជាខ្មែរហើយលីសាវ៉ាឃើញអូសួស្តីលីសាសុខទុក្ខយ៉ាងណាដែរហើយពួកយើងសង្ឃឹមថានឹងបានជួបគ្នាម្ដងទៀតនៅពេលដែលឆ្លងព្រះវិហារនៅ New Jersey ហ្នឹងហើយពួកខ្ញុំមានកម្រោងថាទៅឆ្លងវិហារនៅ New Jersey ចាសួស្តីបងប្អូនចាំទៅមនីស្តាមុនអូចាំទៅស្ដេចព្រាមឯកឧត្តមសៀងផ្អាប់បាទឯកឧត្តមសៀងផ្អាប់មិនអីបងឯងទុកសบายយ៉ាងណាដែរទុកសบายជាទេខ្ញុំជឿថាបើបងឯងឈប់ស្ដាប់អាក្បាលក្ដោសេះហើយនឹងអាបលាំងអាស្អីមួយនោះគេទីអាឡុងកឡុងវិញអាឡុងកឡុងអីហ្នឹងណាអាខំបើឈប់ស្ដាប់អាពីរក្បាលហ្នឹងបងឯងសុខសบายហ្មងអត់ខួរអត់កញ្ញាញទេដល់ស្ដាប់អាពីរក្បាលខួរកញ្ញាញស្ដាប់គាត់ក្តៅកាជាគាត់យកមកដុតយើង
ដល់ពេលបងឯងយកមកដុតពួកខ្ញុំដាក់ប្រាវដល់កាត់ឆេះ ខ្ញុំប្រាប់ឲ្យថាវាគេអាអ្នកដែលលក់ក្បាលគេនឹងវាមិនដែរនិយាយតម្រូវចិត្តយើងទេវាតម្រូវនិយាយតម្រូវចិត្តមេវាទៅសរសើរមេវាបង្អាប់យើងអញ្ចឹងហើយយើងទៅស្ដាប់វាដើម្បីឈឺចិត្តខ្លួនឯងទៅអីឲ្យលុយឲ្យបាយវាបានលុយទៀតចូលស្ដាប់វាបានលុយទៀតកុំឆោតថ្ងៃក្រោយកុំឆោតហ្នឹងហើយពួកវាធ្វើតាមបញ្ជាគេណាពួកវាលក់ក្បាលគេហើយវាទៅតែធ្វើតាមបញ្ជាគេហើយបងប្អូនណាហ្នឹងហើយខ្ញុំក៏ចង់ប្រាប់អញ្ចឹងមកមនីសុតាសំខាន់ណាស់អូចាបងអាឡុងកាពិតអានឹងវាគ្នាកំប៉ុងលឹកទៀតណាអាហ្នឹងអាថោកហ្នឹងយ៉ាខ្ញុំចង់ទៅមនីសុតាខ្ញុំលឺសូគេល្បីវត្តធំស្អាតខ្ញុំលឺសូតែគេល្បីណាចង់ទៅមនីសុតាហ្នឹងហើយវាទៅវាកងកប៉ាល់ហើយវាទៅវ៉ាកាសូនទៅវ៉ាកាសូនកប៉ាល់ហើយវាទៅវ៉ាកងណាអញ្ចឹងអូខេបងប្អូនហ្នឹងថ្ងៃនេះយើងចូលរួមជជែកគ្នាខ្ញុំបាត់មុខមួយរយៈណាក់ណេតចាសួស្ដីយាយរិទ្ធីចាសួស្ដីចាប៉ុន្តែគោលភាសាខ្ញុំក៏មានវត្តមានជាប់រហូតហើយបន្តិចទៀតខ្ញុំនឹងឆ្លៀតពេលក៏ចេញមកជាប់រហូតដែរមិនឲ្យបាត់យូរអញ្ចឹងទេប៉ុន្តែដោយសាររយៈក្រោយនេះមានតែម្ដងកាខ្ជិលដែរហ្នឹងហើយចាដោយសារហេតុអីបងប្អូនបានខ្ញុំអត់ចេញមកដោយសារតែពេលណាយើងអត់បានមើលព័ត៌មានយើងចេញមកនិយាយដឹងរឿងអីទេក៏ប៉ុន្តែខ្ញុំនឹងឆ្លៀតណាខ្ញុំនឹងឆ្លៀតចាបងប្អូនថ្មីនេះម្សិលមិញខ្ញុំក៏ចូលរួមនិយាយបន្តិចដែរណាចូលរួមនិយាយតិចចូលរួមមតិខ្ញុំបានឃើញព័ត៌មានតាក់ទងគ្រូពេទ្យពីក្រមសិលធម៌ខ្ញុំបានមើលព័ត៌មាននឹងហើយខោទៀតណាតែពិសេសខូហ្វឺចាស់សួស្ដីចាជំរាបពិសេសបងវណ្ណៈបងសុខទុកយ៉ាងណាដែរបងអើយបងចាខ្ញុំឃើញណាខ្ញុំឃើញអាថោកទៀតមកក្បាលហ្នឹងហែងណានឹងនៅឯងនៅក្នុងស្រុកខ្មែរព្រោះស្រុកដឹកនាំដោយអាជនពីលដឹកនាំដោយអាមេស្កេនអនឡាញបើសិនជាហែងណាចង់និយាយអាគ្រូពេទ្យហ្នឹងខ្ញុំមានស្កេនរូបវាទុកណាបងប្អូនចាំខ្ញុំលើបាច់ដាក់ចូលមកនិយាយចាំមកបងឃើញគេសាប់បែបហ្នឹងគេស្កាត់កន្លែងពីលើកណ្ដាលនេះហើយវាមកចាប់ទ្រូងអានោះមិនស្កាត់ចាក់នោះច្បាច់យកហ្មងគេច្បាច់យកហ្មងមានស្កាត់នេះឯងធ្លាប់តែរៀនគេស្កាត់កន្លែងនេះស្កាត់គេស្កាត់ចេះហើយវាច្បាច់ចេះឲ្យច្បាច់យកហ្មងវាស្កាត់អីវាបងប្អូនបើឃើញរូបភាពនេះគេថាអានេះថោកទៀតក្រមសីលធម៌ហើយឃើញមីពេទ្យមីញីណាមួយទេវាចេញមកវាថាយូរនាំគ្នាជេរគ្រូពេទ្យអាហ្នឹងមិនមែនត្រឹមតែជេរទេត្រូវយកវាទៅបញ្ចូលគុកហើយមិនមែនត្រឹមតែទម្លាក់តួនាទីឲ្យវាមកធ្វើជាពេទ្យធម្មតាត្រូវដល់អាជ្ញាប័ណ្ណពេទ្យវានឹងទៀតអត់មានមកត្រឹមមិនគាត់ថាបញ្ឈប់តួនាទីវានឹងទេខ្ញុំមេ FBI នឹងចាប់ហ៊ុនសែនយកមកដាក់គុកមិនខានតាមផ្ញើទៅអាមេចាប់ឃុំស្រេងនឹងអាទីមសមាហ៊ុនសែននៅស្ដេចចៅបំផ្លាញជាតិស្ដេចចៅបំផ្លាញទឹកដីស្ដេចចៅបំផ្លាញព្រៃស្ដេចចៅបំផ្លាញទាំងវប្បធម៌បំផ្លាញទាំងធនធានរ៉ែធម្មជាតិនៅក្នុងប្រទេសកម្ពុជានៅលឺសូអីចៅអីបងរូបលីយ៉ាប់មែនប្លុកចោលហើយបងឯងស្អីគេហ្នឹងហើយចង់និយាយរឿងអាមេ FBI ហ្នឹងណា FBI ហ្នឹងណាបើសិនជាហ៊ុនសែនមិនព្រមចាត់ការអាអ្នកនៅជុំវិញខ្លួនដែលមានឈ្មោះតែប្រហែលតែអាមេរិកគេឲ្យឈ្មោះមកហ្នឹងមិនព្រមចាត់វិធានការគេចាប់ប្រមូលទាំងអស់មើលជឿហ៊ុនសែនគេសូហ្វីថ្ងៃហ្នឹងយើងចង់និយាយរឿងនឹងដែរតាក់ទង FBI ដែលគេមក SBI គេមកហើយគេត្រឡប់ទៅវិញគេមកគេប្រាប់យើងណាគេមកមើលស្ថានភាពគេមកហើយគេប្រាប់យើងថាឥឡូវនេះឯងបង្កើតឲ្យចោលធ្វើទុកធ្វើបាបប្រជាពលរដ្ឋពេញប្រទេសអ្នកឯងធ្វើខ្លួនឯងឬក៏ឲ្យពួកយើងមកធ្វើមករៀបចំមកចាប់ចោលរឿងគេមកប្រាប់ណាអ្នកឯងត្រូវធ្វើកិច្ចការហ្នឹងឥឡូវគេត្រឡប់ទៅវិញគេប្រាប់ហើយមុខសញ្ញាក៏គេបង្ហាញហើយទៀតគេប្រាប់ទាំងអស់គេមិនមែនថាគេប្រាប់ហើយគេអត់មានបង្ហាញមុខសញ្ញាគេបង្ហាញមុខសញ្ញាយើងទៀតគ្រប់ទាំងអស់មានគ្រប់ទាំងអស់តែអរគុណច្រើនណាគេបង្ហាញមុខសញ្ញាទាំងអស់ឥឡូវគេត្រឡប់ទៅវិញធ្វើខ្លួនឯងឬក៏ឲ្យគេមកចាត់វិធានការក្នុងការចាប់ពួកអាមេឆបោកដើរបោកប្រាស់លួយគេជុំវិញពិភពលោកពិភពលោកក៏បោកពលរដ្ឋខ្លួនឯងក៏បោកឃើញទេបងប្អូនតាមរយៈធនាគារតាមរយៈសំណង់បុរីប្រាងាអុកញ៉ាមានគ្រប់រូបភាពរងថ្ងៃបោកប្រជាពលរដ្ឋខ្មែរពលរដ្ឋខ្មែរយើងអ្នកខ្លាំងលក់អស់អាលឿនពីខ្លួនកែអកអីលក់អស់ហើយដើម្បីយកលុយទៅទិញផ្ទះនៅទីបំផុតអស់អាលីអត់មានសល់ទាំងអស់
ត្រូវពួកអាអង្គញានឹងបោកខ្ទេចឃ្លីតាមរយៈសំណងបរិយហើយឥឡូវមុខសញ្ញាគេប្រាប់អស់ហើយបើចឹងគេទុករយៈពេលឲ្យប្រហែល1ខែ2ខែឬ3ខែឥឡូវគេត្រឡប់ទៅវិញគេទុកឲ្យធ្វើបើអ្នកឯងនៅតែមិនធ្វើកិច្ចការនឹងទេគេនឹងមកចាត់វិធានការអានឹងបង្ហាញយ៉ាងច្បាស់ថាហែងអសមត្ថភាពហែងគ្មានសមត្ថភាពក្នុងការដឹកនាំប្រទេសមួយនឹងទេអានឹងចង់ប្រាប់ទៅវិញហែងគុំសប្បាយអស់ថាគេទៅគេមកគេគាត់សហការគេមកមើលឃើញថាមានអីឥឡូវគេត្រឡប់ទៅវិញ no ហែងបោកណាបានហែងបោកពលរដ្ឋខ្មែរលេងបានហើយណាឥឡូវនេះគឺថាបណ្ដាញសង្គមសបផ្សាយទលំទលាយណាស់ចង់ប្រាប់ហែងទៅវិញអញ្ចឹងចាអរគុណដល់គ្នាបងប្អូនដែលតែគ្រប់គ្រងយើងខ្ញុំទាំងពីរនេះចាសួស្ដីសៀងស៊ីថាចាសួស្ដីអរគុណច្រើនខ្ញុំក៏អរគុណបងប្អូននៅផូសាធីនមិកចាអរគុណដែលតែគ្រប់គ្រងមកដល់ក្រុមការងារទូទួលសម្លេងអ្នកស្ការខ្មែរអមតៈយើងមិនថាខ្ញុំមិនថាបងប្អូនយើងដទៃទៀតណាមានសូហ្វីមានបងបិសាចមានដាឡេមានវាពាន់មានបងលីពឿងហើយនឹងលោកប្អូនខំបូណាហើយនឹងសម្ដេចអគ្គនាយកសេងរតនាណាពួកយើងសូមអរគុណបងប្អូនច្រើនដែលតែគ្រប់គ្រងពួកយើងអត់ចង់បានអ្វីពីបងប្អូនទេក្រៅពីការគ្រប់គ្រងចូលរួមទាំងអស់គ្នាបកស្បែកនៅចរិតសន្តានពីរបស់អាមេក្បត់ជាតិអាត្រកោហ៊ុនឲ្យបងប្អូនបានគឺកុំឲ្យវាបន្តបោកប្រាស់ពលរដ្ឋខ្មែរយើងតទៅទៀតបានតែឥឡូវវាពីបោកលេងបានពលរដ្ឋខ្មែរយើងឡើងហើយចាដឹងច្បាស់តែម្ដងអូខេបងប្អូនចាប់ដើមចូលមកឲ្យសូហ្វីតាយើងចង់និយាយរឿងថ្មីនេះដែលគេបង្កើត AI សម្លេងសំរងស៊ីហ្នឹងអាហ្នឹងជាលើកទី2ណាពី clip ហ្នឹងហើយហើយអ្នកខ្លះនៅតែល្ងងខ្លៅវាអត់យល់ថា AI យ៉ាងម៉េចជាពិសេសគឺអានពួក CV ហ្នឹងតែម្ដងសូហ្វីនិយាយកន្លែងហ្នឹងក៏បាក់ថាដែរដោយសារអីសូហ្វីអាសម្លេងហ្នឹងអាសម័យគេថាសម័យកាលមួយវាប្រើ AI ហ្នឹងណាគាត់មិនទៅជាអ្នកលេង Facebook ខ្លាំងគាត់មានការភ័ន្តច្រឡំណាគាត់មានការភ័ន្តច្រឡំគាត់មិនមែនជាអ្នកបកកែក្នុងការលេង Facebook ហ្នឹងណាគាត់អាចច្រឡំព្រោះមួយទៅវាដូចពេកវាដូចដូចចារូបថតរូបអីចឹងណាហ្នឹងហើយបើអ្នកគេអ្នកលេងអ្នកអីអានឹងអត់ច្រឡំមិនគាត់មើលទៅដឹងហ្មងដឹងថាវាជាសម្លេងការគេធ្វើអាកម្មវិធីបច្ចេកទេសប្រើ AI ហ្នឹងប៉ុណ្ណឹងម៉ែក្មេងទោះជាច្រឡំយ៉ាងណាក៏ដោយណាมันអាចយើងទៅអង្គុយប្រជុំឯណានិយាយឡែកតែពីសៀមយ៉ាងម៉េចមើលសកម្មភាពពួកយើងនៅឯវាយបហាសៀមថោទៅទៀងជំរុញឲ្យរដ្ឋាភិបាលទៅប្តឹងសៀមទៀតហ្នឹងហើយច្រឡំយ៉ាងម៉េចអត់មានតែការច្រឡំប៉ុន្តែគឺជាយុទ្ធសាស្ត្ររបស់ពួកអាចោ7ដងហ្នឹងគឺយុទ្ធសាស្ត្រវាបំបែកបំបាក់ខ្មែរឥឡូវត្រឡប់ទៅវិញអ្វីដែលខ្ញុំនិយាយថាបងប្អូនអាចច្រឡំហើយខ្ញុំក៏ត្រឡប់ទៅវិញឆ្លើយតបជាមួយនឹងអាហ៊ុនសែនអាកចាស់ណាអាកចាស់ថោកអាកចាស់ល្មមតណ្ហាអាកចាស់ឈួតនឹងស្រីក្មេងអញចង់ប្រាប់ហែងចេះអាហ៊ុនសែនណាអាថោកទៀបយុទ្ធសាស្ត្រល្បិចថោកទៀបហែងវាថោកទៀបនេះថ្ងៃអីម្សិលមិញគូកំណើតហែងក៏ថ្ងៃហ្នឹងថ្ងៃគូកំណើតវាថ្ងៃហ្នឹងឯងគេជូនពរថ្ងៃហ្នឹងថ្ងៃគូកំណើតហែងអញជូនពរឯងទៅចោះវាថោកទៀបពេកមកជីវិតហែងនេះហែងងាប់ទៅក៏ហែងនាំយកទៅជាមួយនឹងគេឈ្មោះដល់ថោកទៀបបាក់ដេរឆានឯងដែរហើយធៀបពេលជាមួយគ្នាហ្នឹងទន្ទឹមនឹងអញជូនពរហែងជេផ្ញើត្រឡប់ទៅក្បាលហែងណាហ៊ុនសែនដែលកំពុងប្រព្រឹត្តរឿងថោកទៀតបង្កើតឲ្យមានសម្លេង AI បំភាន់មតិមហាជនថាលោកប្រធានសំរងស៊ីនឹងឯណាប្រើភាសាឯណាប្រើយុទ្ធសាស្ត្រក្នុងការចាប់លោកកម្មសខាដាក់គុកស្អីណាហ្នឹងវាជាការកុហកបោកប្រាស់ហើយទី2អារឿងជាមួយសៀមមួយអីហ្នឹងអង្គើហែងធ្វើខ្លួនឯងតែហែងដើរលៀបពណ៌ឲ្យគេអានេះប្រៀបដូចជាគេហៅថាស្វាស៊ីបាយឲ្យយកទៅលៀបមាត់ប៉ប៉ែអញ្ចឹងណាហែងថោកយកអំពើក្បត់ជាតិហែងកាត់ដីឲ្យយួនហែងកាត់ដីឲ្យសៀមហែងចោតសំរងស៊ីហែងសហការជាមួយសៀមបង្កើតឲ្យមានភ្លើងសង្គ្រាមសម្លាប់ជីវិតខ្មែរធ្វើឲ្យខ្មែរនិរាជព្រាត់ប្រាសបាត់ទ្រព្យសម្បត្តិបាត់អាយុជីវិតទាហានខ្មែររងគ្រោះហែងប្រឹងមកប្រើពាក្យសុំទោសមួយម៉ាត់ហែងរួចខ្លួនហែងមកចោតសំរងស៊ីសហការជាមួយសៀមរួចមកអាឈាមថោកអាហ៊ុនសែនថ្ងៃកំណើតហែងអញជូនពរឲ្យហែងនិរាជព្រាត់ប្រាសហែងងាប់វេទនាដោយអាខណ្ឌសវណ្ណអញ្ចឹងងាប់ប្រហែលដេកដកដង្ហើមស្រួតអង្គុយអង្គុនអញ្ចឹងអញដាក់បដាសាយអញ្ចឹងណាអាហ៊ុនសែនអាឈាមថោកមកជីវិតហែងនេះថោកទៀតណាអាថោកទៀតអញមិនដែលឃើញមនុស្សណាថោកទៀតដូចហែងអញ្ចឹងទេណាបងហេតុតែចង់ឈ្នះគេពេកបង្កើតសម្លេង AI ណាសំរងស៊ីប្រើយុទ្ធសាស្ត្រចេះយុទ្ធសាស្ត្រចុះក្នុងការចាប់កម្មសខាក្នុងការធ្វើម៉េចអំពើហែងធ្វើខ្លួនឯងហែងដឹងខ្លួនឯងហែងចាំបាច់បែងចង់ឈ្នះគេហែងថាហែងហ្នឹងឯងឈ្នះគេដោយសារសម្លេងពលរដ្ឋគ្រប់គ្រងហែងក៏កំសាមែន
បើឯងជឿជាក់ថាពលរដ្ឋពិតជាគ្រប់គ្រងឯង17លានអ្នកនោះមែនឯងខ្លាចអីឯងបោះឆ្នោតទៅបើកទលាយមើលឯងក៏កំសាមែនរួយមកអាថោកអាចាថោកអាហ៊ុនសែនហើយមួយទៀតជាមួយនឹងអានេះណាអញភ្ជាប់ជាមួយនឹងអាកបីមួយដែលកំពុងលាក់ខ្លួននៅក្នុងអ្នកប្រជាធិបតេយ្យថាអញហ្នឹងមកខែទៀតចេញសម្លេងហើយរួយមកអាកបីឥឡូវសម្លេងនៅណាអញចាំមួយឆ្នាំនេះអញអត់ទៅចេញឈ្មោះហើយណាអាកបីហ្នឹងអញប្រាប់ឯងចាសួស្ដីលោកនរិនចាសួស្ដីចង់ផ្ដាំហ៊ុនសែនទៅអញ្ចេះមិនដាច់ឲ្យហ៊ុនសែនអួតតទៅទៀតទេអាសកម្មភាពដែលបញ្ចេញសម្លេង AI សកម្មភាពចេញคลิปសំណាងស៊ីធ្វើ AI ហ្នឹងគឺយើងឃើញយ៉ាងពិតប្រាកដហ៊ុនសែននយោបាយហ៊ុនសែនកំពុងតែទាល់ច្រកណាកំពុងតែទាល់ច្រកខ្លាំងមែនទែនព្រោះអីមួយថ្ងៃអ្នកអត់ព្រមគិតពីវិធីណាដើម្បីជួយខ្មែរទេដែលសៀមកំពុងតែឈ្លានពានខ្មែរបាត់ទឹកបាត់ដីបាត់ព្រៃព្រឹក្សាប្រទេសខ្មែរកំពុងតែជាប់ឈ្មោះស្អុយឈ្មោះទូទាំងពិភពលោកបង្កើតគេ scam online បោកគេណាដែលគេធ្វើគេសម្លឹងមកខ្មែរគេខាច់ប្រទេសខ្មែរគេលែងចូលស្រុកខ្មែរអាទាំងអស់ហ្នឹងអារឿងរ៉ាវធំនៅស្រុកខ្មែរដែលពលរដ្ឋរងគ្រោះដោយសារបង្កើតពួកអុកញ៉ាបោកប្រាស់គាត់ណាពួកខ្មែរអត់មានទីផ្សារពលរដ្ឋខ្មែរស្រុកខ្មែររាប់លានអ្នកយុវជនអត់មានការងារធ្វើចំណាក់ស្រុកក៏រាប់លាននៅក្នុងស្រុកខ្មែរក៏រាប់លានអត់ការងារធ្វើអត់ខំប្រឹងធ្វើយ៉ាងម៉េចដើម្បីដែលជួយណាយុវជនឲ្យមានមួយថ្ងៃក្តៅក៏ហើយតែទៅលោកសំរងស៊ីមួយថ្ងៃរកតែល្បិចបបែកបំបាក់ខ្មែរអាហ្នឹងគេមើលឃើញយ៉ាងពិតប្រាកដថាយើងដឹកនាំមិនមែនក្នុងនាមជាមេដឹកនាំគឺជាមេចោលផ្លន់អំណាចអត់ខ្វល់ពីជីវិតនិងការរស់នៅសេដ្ឋកិច្ចរបស់ពលរដ្ឋខ្មែរតម្រូវការខ្មែរអ្វីផងគិតតែពីអំណាចរបស់ខ្លួនធ្វើយ៉ាងម៉េចក៏ដោយដើម្បីតែយកឈ្នះគូបដិបត្តិដើម្បីទៅកាន់អំណាចក្បត់ជាបន្តទៅទៀតអាទាំងអស់ហ្នឹងគេមើលឃើញថាគឺនយោបាយហ៊ុនសែនកំពុងតែទាត់ច្រកធ្វើយ៉ាងម៉េចដើម្បីឲ្យពលរដ្ឋបោះឆ្នោតឲ្យអញ្ចឹងវាយប្រហារលោកសំរងស៊ីណែអញប្រាប់ត្រឡប់ទៅវិញកុំភ្លើកុំល្ងងខ្លៅពេកណាសំរងស៊ីមិនទាន់បានកាន់អំណាចទេបើសំរងស៊ីកាន់អំណាចទេយករឿងវាយប្រហាររឿងអ្វីចោទសំរងស៊ីអានឹងត្រូវហើយដើម្បីកុំឲ្យពលរដ្ឋបោះឆ្នោតឲ្យប៉ុន្តែពលរដ្ឋរងគ្រោះរួយធានាសបាញ់យ៉ាងដោយសារពួកឯងនឹងដឹកនាំមិនដោយសារម្នាក់ឯងដោយសារពួកឯងនឹងដឹកនាំជិត50ឆ្នាំតែឯងហើយអញ្ចឹងយករឿងវាយប្រហារសំរងស៊ីនៅតែពលរដ្ឋឲ្យបោះឆ្នោតឲ្យពួកយើងមិនខំប្រឹងស្ដារសេដ្ឋកិច្ចមិនខំប្រឹងណាធ្វើយ៉ាងម៉េចដើម្បីតែលុបបំបាត់ដែលគេកំពុងតែស្អុយឈ្មោះណារាល់ថ្ងៃនៅពិភពលោកគេចង្អុលមកនេះអត់ខំប្រឹងធ្វើយ៉ាងម៉េចកែតម្រូវនៅតម្រូវការពលរដ្ឋកំពុងរស់នៅក្តៅក្រហាយទៅជាមួយលោកសំរងស៊ីធ្វើមិនកើតណាលោកសំទៅជួយពលរដ្ឋមិនកើតបើឯងខំប្រឹងរៀងស្ទះបើអាខ្លួនឯងអត់មានសមត្ថភាពជួយពលរដ្ឋហើយខំប្រឹងទប់ស្កាត់គេទៀតហើយអំពើទប់ស្កាត់ហ្នឹងឲ្យយកកំហុសចម្រាក់គេអំពើខ្លួនឯងនៃពលរដ្ឋរងគ្រោះហើយយកមកដាក់លើគេទៅមិនរួចណែគេមានខួរក្បាលណាគេមិនមែនយកក្តាច់មកនិយាយណាសំខាន់ប្រាប់វាចេះសុភីសំខាន់ប្រាប់វាចេះបើវាគិតថាសំរងស៊ីនឹងចូលដៃជាមួយអាចោថៃឈ្លានពានខ្មែរចាប់ពេលដែររដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ដាក់ប្តឹងទៅ ICC មិនពួកឯងក្តៅក្រហាយណាពួក7ដងអាហ៊ុនសែនមិនឯងក្តៅក្រហាយអញវាអញឆ្ងល់នេះហើយចាប់សំរងស៊ីណាចាប់រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23សាក់ចូលរួមវិញគាំទ្រសៀមណាគាំទ្រត្រៃថៃចុះអាពេលដែលរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ដាក់ប្តឹងឲ្យថៃសងសំណងសងសំណងទៅពលរដ្ឋខ្មែរសងសំណងការបំផ្លិចបំផ្លាញនៅទ្រព្យសម្បត្តិបេតិកភណ្ឌជាតិណាភាសាព្រះវិហារភាសាតាកបីភាសាតំន់តូចតំន់ធំសំណងទៅខ្មែរវិញចាំមិនពួកឯងក្តៅក្រហាយអញឆ្ងល់ណាស់ណាអាហ៊ុនសែនមិនឯងចាស់ឡើងវិញវ៉ាន់ឯងលមុខឈួតអំណាចឡើងលេខដឹងអីហើយអាភ្លើណាអាចុយម្ដាយណាអាក្តោហ៊ុនសែនឯងឃ្លានម៉ៃបែរលេហើយលេខដឹងអីហើយអញនិយាយចង់លោកជុំតក់ក្បាយញ៉ាចុយម្ដាយអាហ៊ុនសែនហើយមនុស្សជិតអញវិញឯងក៏ប៉ាត់ហ្មងអាចុយម្ដាយអាហ៊ុនសែនរឿងរ៉ាវនៅក្នុងសង្គមស្រុកខ្មែរយើងមិនចង់និយាយវាដដែលពេកអំពើពុករលួយតឡាការថោកទាបពេកសូហ្វីយល់តែអំពើវាធ្វើវាថោកទាបពេកដែលកាត់សម្លេងកាត់អីថាលោកសំរងស៊ីហ្នឹងឯណារៀបផែនការចាប់វិញលោកកឹមសុខាដាក់គុកលោកកឹមសុខាគាត់ស្ម័គ្រចិត្តចូលគុកស៊ីឈ្នួលចូលគុកជាមួយនឹងអាហ៊ុនសែនអត់មានអ្នកណាចាប់ទេខ្មែរមិនល្ងងមិនភ្លើទេលោកកឹមសុខាគាត់ស្ម័គ្រចិត្តតើអត់អោបយកគណៈបកសង្គ្រោះជាតិយកទៅជាប់គុកស៊ីឈ្នួលជាប់គុកបើគិតថាចេះបើគិតថាលោកសំរងស៊ីធ្វើល្បិចចាប់លោកកឹមសុខាដាក់គុកចុះពេលលោកកឹមសុខាគេចាប់គាត់ដាក់គុកហើយនេះមិនក៏មិនផ្ទេរអាតំណែងត្រឡប់មកវិញហ្នឹងហើយ
ទៀបតំណែងត្រឡប់មកវិញទៅ អោបបីណាបាក់យកចូលគុកជាមួយ អត់តែមិនពេកបើសិនជាលោកគឹមសកាប់ទេតំណែងឲ្យលោកសំរងស៊ីវិញហើយហ៊ុនសែនចង់ចាប់លោកសំរងស៊ីចូលគុកឲ្យបើកច្រកឲ្យសំរងស៊ីចូលទៅណាគឹមសកាក៏ចាប់បានសំរងស៊ីបានជាប្រធានហើយចូលស្រុកខ្មែរហើយរកផ្លេសនេះសំរងស៊ីក្បត់ជាតិមិនមានផុសតាំងចាប់សំរងស៊ីទៅដែលប្តឹងគាត់បានប្រមាណ document ស្អីគេ document ស្អីគេប្រមាណករណីនោះជាច្រើន តាមរឿងប្រមាណសំរឿងហ្នឹងបើកច្រកឲ្យសំរងស៊ីចាប់ដាក់គុកแล้วก็អាហ្នឹងហើយចាប់បានទាំងមេទាំងបងទាំងកូនទាំងខ្ញុំតែម្ដងហើយមិនក៏មិនបើកអញ្ចឹងថាអារឿងរ៉ាវទាំងអស់ដែលហែងវាយប្រហារសំរងស៊ីចោតបកាសំរងស៊ីហ្នឹងគឺអំពើថោកទាបខ្លួនឯងទេលោកសំរងស៊ីអត់ធ្វើអ្វីសោះអង្គុយចាំបានតែជាប្រយោជន៍ភាពខ្ញុំនិយាយទៅដល់ដែរចឹងណាទង្វើថោកទាបខ្លួនឯងពលរដ្ឋបាត់ទឹកបាត់ដីបាត់ព្រៃប្រឹក្សាបកាសង្គ្រាមអស់ទឹកដីឡើង70កន្លែងជាងអាហ្នឹងហើយគឺប្រជាប្រិយភាពបានមកលោកសំរងស៊ីអញ្ចឹងពួកឯងទៅបង្កើតសាច់រឿងសំរងស៊ីត្រូវគ្នាជាមួយសៀមស្អីណាវាទៅអត់រួចបើសំរងស៊ីត្រូវគ្នាជាមួយសៀមគឺថាងាយជាទីបំផុតអាសៀមបើកផ្លូវឲ្យចូលគណៈលោកសំស៊ីខ្ចីដៃអាសៀមសំពងក្បាលហ៊ុនសែនអាសៀមផ្លុងដាច់ក្បាលងាត់ចោលនៅទួលកសាហើយសាមើលគឺជាឱកាសដែលសំរងស៊ីដែលខ្ចីដៃសៀមនេះចុះហេតុអីបានសំរងស៊ីមិនធ្វើសំរងស៊ីអត់ភ្លើទេណាពីព្រោះសំរងស៊ីមិនបានទៅខ្ចីដៃសៀមឲ្យទៅឆ្លៀនពៀនខ្មែរទេកុំឈួតពេកណាដោយហ៊ុនសែនទៅខ្ចីដៃណាទៅហៅយួនមកឆ្លៀនពៀនខ្មែរអញ្ចឹងណាដើម្បីឲ្យធ្វើឲ្យយួនលើកបន្តធ្វើជានាយករដ្ឋមន្ត្រីណាសុកចិត្តធ្វើអ្វីតាមយួនទាំងអស់កាត់ទឹកកាត់ដីប្រៃប្រឹក្សាឲ្យគេហើយអាល្បិចហ្នឹងពួកឯងធ្វើខ្លួនឯងប៉ុន្តែឥឡូវនេះពួកឯងយកអាល្បិចដែលយួនលើកបន្តណាមកចោតសំរងស៊ីចឹងបើសិនជាសំរងស៊ីត្រូវគ្នាមិនក៏មិនសំស៊ីមិនដោកដៃឲ្យសំរងស៊ីចូលទៅដើម្បីលើកសំរងស៊ីបន្តធ្វើជានាយករដ្ឋមន្ត្រីសុកចិត្តកាត់ទឹកកាត់ដីប្រៃប្រឹក្សាឲ្យគេតែរងហើយបាត់70កន្លែងជាងមិនមែនសំរងស៊ីកាត់ឲ្យណាគឺឯងហ្នឹងដោកដៃឲ្យសៀមមកប្លន់ទឹកដីខ្មែរឆ្លៀនពៀនខ្មែរហើយលើកកំហុសឲ្យសំរងស៊ីមិនវាអត់ត្រូវដួយម៉ែវាក៏មិនចោលឈាមឆ្កែវាថោកពេកដូចម៉ែក្មេងនិយាយចឹងអំពើវាធ្វើខ្លួនឯងវាដើរចោតគេវាកាត់ទឹកដីខ្មែរឲ្យទៅយួនវាកាត់ទឹកដីខ្មែរឲ្យទៅថៃវាមិនចោតសំរងស៊ីអំណាចនៅលើដៃវាមានទាំងសញ្ញេមានទាំងអីសពបែបយ៉ាងទីបំផុតវាមិនចោតដូចវាយកអារឿងស្អីគេរឿងអីពេលដែលលោកប្រធានសំរងស៊ីដែលគាត់ថាបើសិនជាគាត់ទទួលបានការគ្រប់គ្រងប្រទេសគាត់នឹងទទួលស្គាល់ជនជាតិម៉ុងតាញ៉ានៅរស់នៅគេថាមានសិទ្ធដូចពលរដ្ឋខ្មែរដែរនោះវាទៅចោតស្អីណាគាត់និយាយចឹងអត់មានផុសតាងអីសោះហ្នឹងវាលើកយកមកនិយាយថាសំរងស៊ីបាត់ជាតិហើយចាំតែហ៊ុនសែននេះវាកំពុងប្រព្រឹត្តនេះម៉ែកអ្វីដែលសំរងស៊ីនេះគឺជាសម្ដីដែលអ្នកនយោបាយគេចង់បានសិលឹកឆ្នោតនេះគេតែមិនជាចាំមកជាប្រទេសបានសិលឹកឆ្នោតណាសូម្បីតែនៅអាឡម៉ង់នេះចឹងដែរណាគេកំពុងតែឆ្លោះគ្នាចង់បានសិលឹកឆ្នោតចង់បានពលរដ្ឋរបស់ឆ្នោតក៏គេវាយប្រហារដូចគ្នាចឹងដែរក៏គេលើកពីគំនិតពីគម្រោងគេដូចគ្នាដូចធម្មតាទេបើគេជាប់ឆ្នោតគេទៅធ្វើចេះគេជាប់ឆ្នោតទៅធ្វើចេះអាហ្នឹងវាអញ្ចឹងដើម្បីតែធ្វើយ៉ាងម៉េចក៏ដោយការឃោសនារបស់ឆ្នោតដើម្បីឲ្យគណៈបកមួយមានឈ្មោះរបស់សម្លេងរបស់ឆ្នោតគឺត្រូវតែនិយាយពីគោលគំនិតគោលការណ៍របស់គេប៉ុន្តែពួកអាចឆ្កែអស់ហ្នឹងវាចោទថាសំរងស៊ីចង់កាត់ទឹកដីឲ្យគេហើយបើសិនជាសំរងស៊ីកាត់ដីឲ្យម៉ុងកញ្ញាហ្នឹងហើយរដ្ឋាភិបាលមណ្ឌលគិរីចេះសឹងស្រែងហើយចាំបាច់អាឆ្កែហ្នឹងកាត់ឲ្យថ្មីកាត់ឲ្យតែទៀតបើដីជារបស់យួនហើយហ្នឹងរដ្ឋាភិបាលមណ្ឌលគិរីចេះសឹងស្រែងហើយវាទៅកាត់ឲ្យយួននេះបើស្ទើរចាំបាច់កាត់ឲ្យទេបើសំរងស៊ីកាត់ឲ្យហើយហ្នឹងយើងគិតត្រឡប់មកវិញតែពួកអាឆ្កែនេះទោះវាខំប្រឹងហើយក្តិតដល់មរាយវាអាយាយដល់ណាមកចោលយ៉ាងណាក៏ដោយវានៅតែចាញ់សិលឹកឆ្នោតសំរងស៊ីដដែលចាញ់វិជាប្រយោជន៍ភាពដដែលអញ្ចឹងហើយបានវាសុកចិត្តអត់បើកច្រកឲ្យសំរងស៊ីចូលវាសុកចិត្តបង្កើត AI វាយប្រហារបំភ្លឺកាប់តាមក្បាលមកតាមក្ដួយមកឲ្យវាធ្វើទាំងទៅចង់ប្រាប់ទៅអាហ៊ុនសែនណាអ្នកដែលហែងចង់ឈ្នះអញប្រាប់ទៅហែងណាអាក្រហ៊ុនសែនអាចជួយម្លាយហ៊ុនសែនអ្នកដែលហែងចង់ឈ្នះគឺអាចោថៃដែលកំពុងឈ្លានពានទឹកដីខ្មែរកុំគ្រាន់តែធ្វើកំណត់ទូតវ៉ាមិនមកឈ្នះជាមួយសំរងស៊ីទេឈ្នះសំរងស៊ីអត់បានទឹកដីត្រឡប់មកវិញទេប៉ុន្តែបើឯងឈ្នះជាមួយថៃឯងប្តឹងថៃតវ៉ាយកទឹកដីមកវិញអានឹងបានជាមោទនភាពប៉ុន្តែឯងឈ្នះសំរងស៊ីអត់មានបានអីត្រឡប់មកវិញទេក្នុងនាមអញជាខ្មែរម្នាក់អញប្រាប់ទៅហែងអញ្ចឹងក្នុងនាមហែងជាមេដឹកនាំហែងមានអត្តពលក្នុងការកាច់តង្កត់ប្រទេសជាតិនេះវាស្នាប្រទេសជាតិនេះឈ្នះសំរងស៊ីអត់មានបានអីទេប៉ុន្តែបើឯងឈ្នះអាចោថៃឯងអាចយកទឹកដីត្រឡប់មកវិញបានហ្នឹងឯងក៏ចង់ប្រាប់ត្រឡប់ទៅឯងវិញណាអាក្រហ៊ុនសែនអាចជួយម្រាយអាកញ្ចាក់លើអាឈួតនឹងអំណាចខ្ញុំចង់ប្រាប់តែអាចជួយម្រាយឯងចឹងណាហ៊ុនសែនឯងកុំព្យាយាមកាត់សម្លេងអញពេលអញជេរឯងកាត់មិនកាត់ទៅរួចដែរណាអញភ្ជាប់ថាអាចជួយម្រាយហ៊ុនសែន
អញប្រាប់ហើយណៃឆ្លប់កាត់កម្លេអាភីណាអាភីជេហើយកាត់យកដាក់លោកប្រធានតែឯងជាមួយអញទៅអត់រួចទេ ចង់កាត់យ៉ាងណាក៏ដោយក៏ទៅរួមគ្នាពួកយើងយើងសកម្មភាពយើងទំពងវាតែរហូតហ្នឹងចា ជាយាមបំភ្លុយការពិតជាយាមសពបែបយ៉ាងឲ្យតាំងពីមនុស្សថោកទាបសថងអស់សាច់មិនឲ្យមកជេរពួកអញទៅមិនរួចអញអត់ខ្លាចទេហើយសិតណាហើយដូចអាមួយជាប់គុកនោះអាមួយទំចេញពីគុកនោះអាចលេននោះហើយសិតតែមានអ្នកណារូបភាពមានអាកំបាំងពួកអាចុយម្ដាយឯងអាឆ្កែចិញ្ចឹមរបស់អាកញ្ចាស់អាក្រហ៊ុនសែនណាបើមានរូបអញពីរនាក់មែនណាពួកឯងបលែងមកអស់ហើយដណ្ដៅនេះបលែងមកអស់ហើយគ្មានទុកបានមួយនាទីទេតាមអាចខុនពួកឯងទុកផងហើយឯងយកចាំមកគម្រាមពួកអញណាគម្រាមតាំងពីគុកគម្រាមតាំងពីបាញ់ក្បាលឯងមានសពបែបយ៉ាងអស់ហើយប៉ុន្តែតែពួកអញអាកើតណាអាចុយម្ដាយហ៊ុនសែនអាក្រហ៊ុនសែនអាឈាមថោកអូខេសូហ្វីកាត់សូហ្វីតិចហ្នឹងហើយចង់និយាយថាពួកវាគម្រាមណាបញ្ចេញរឿងរូបអាភិអីហ្នឹងណាមានមែនរូបអាភិរបស់ម៉ែវាហ្នឹងឯងហ្នឹងរូបម៉ែវានោះដោយអាក្បៃប៊ូនីនោះអាក្បៃប៊ូនីវាយករូបអាណាគេយកមកដាក់មកផ្លែតនោះគុកវាអត់ទាន់គេដាក់រូបហ្នឹងមកនេះឯងដាក់ទៅមើលទៅអារបៀបសាច់ឈាមរបៀបអីហ្នឹងពួកអឺរ៉ុបហ្នឹងពួកអឺរ៉ុបហ្នឹងមិនតែឯងអាសក់ក្រៅពណ៌លឿងណាអាស៊ីណាសក់ពណ៌លឿងឯងមានតែណាពណ៌លឿងអាស៊ីហើយបញ្ចេញមុខឯងកុំបាត់មុខឯងហ៊ានគម្រាមប៉ុណ្ណាខ្លាចមុខទៅអីបញ្ចេញមុខហើយឯងកាត់តជាមួយពួកអញទៅរួចទេឯងកាត់តដាក់ធ្វើមិនទៅក៏ទៅរួចដែរហ្នឹងហើយបោកហើយពិសេសពលរដ្ឋខ្មែរលើមានអីបោកបានធូរវិញចង់ប្រែចឹងណាឈាមថោកពួកអាឈាមថោកប្រទេសមួយដែលស្ថិតនៅក្រោមការដឹកនាំរបស់ជនពាលឃើញសង្គមមួយសម្បូរទៅដោយអំពើហិង្សាសម្បូរទៅដោយជនពាលមនុស្សថោកទាបមានគ្រប់រូបភាពតែសារមេដឹកនាំជនពាលសំបីតគ្រូពេទ្យណាគេចាត់ទុកដូចជាទេវតាក៏ប្រាក់ខ្លាយទៅជាជនអន្តពាលគ្មានក្រមសីលធម៌ជិតឱកាសប្រព្រឹត្តរឿងថោកទាបទៅលើឯជនរងគ្រោះដែរហើយឃើញទេតែសារសង្គមដឹកនាំដោយជនពាលជិតរឿងថោកទាបអញ្ចឹងរីហ៊ូឆ្លងដែរគាត់ថាចេះរឿងទឹកដីប្រហែលកាត់ឲ្យគេហើយបើពុំដូច្នោះទេទៅប្តឹងតុលាការ ICJ នៅទីក្រុងឡាអេហើយត្រឹមត្រូវជាការពិតហ្នឹងគឺជាការពិតបើវាមិនកាត់ឲ្យគេវាប្តឹងយូរហើយត្រឹមត្រូវវាមាននៅនេះចឹងទេនេះគឺជាអាសង្គ្រាមពួកអាថៃឈ្លានពានពិតប្រាកដណាទី1យើងប្រទេសអន់ជាងគេខ្សោយជាងគេយ៉ាប់ជាងគេក្រជាងគេយើងអត់ត្រូវបិទបាំងព័ត៌មានតែសៀមវាកំពុងតែប្រព្រឹត្តមកលើយើងឯងគឺយើងត្រូវតែឲ្យពលរដ្ឋផ្សព្វផ្សាយដើម្បីឲ្យពិភពលោកមើលឃើញថាយើងជាជនរងគ្រោះហើយទៅប្រមូលផុសតាំងឲ្យបានច្រើនដើម្បីតែសំណុំរឿងច្រើនដើម្បីដាក់ប្តឹងគេប៉ុន្តែវាបាត់ផុសតាំងមិនឲ្យពួកខ្មែរយើងស្រុកខ្មែរឡាយនិយាយអីគឺអត់ឲ្យនិយាយតែម្ដងអានឹងគឺជាផុសតាំងមួយដែលវាខំបិទបាំងហ្នឹងហើយប៉ុណ្្នឹងហើយអារឿងទៅប្តឹងហ្នឹងវាប្តឹងចង់វាប្តឹងខុសគោលដៅហេតុអីវាធ្វើប្តឹងខុសគោលដៅដើម្បីតែបោកប្រាស់ពលរដ្ឋខ្មែរថាសង្គ្រាមហ្នឹងគឺអាថៃវាឈ្លានពានមែនណាតាមពិតអាថៃវាឈ្លានពានប៉ុន្តែវាមានផុសតាំងដែលកាត់ទឹកដីឲ្យគេចង់និយាយថាបង្កើតសង្គ្រាមណាបង្កើតសង្គ្រាមកាត់ទឹកដីគេប៉ុន្តែវាខុសបច្ចេកទេសដែលយើងវាល្ងងខ្លាចជាងគេយើងចាញ់បោកគេណាអញ្ចឹងអាសង្គ្រាមកើតឡើងមកនេះគេឃើញទង្វើយើងទី1ដែលយើងអន់ចំណុចខ្សោយបំផុតគឺយើងបុគ្គលលមោបអំណាចហើយតែបុគ្គលលមោបអំណាចអាថៃវាមើលឃើញបុគ្គលលមោបអំណាចវាអត់ដែលស្រឡាញ់ប្រទេសទឹកដីជីវិតពលរដ្ឋវាទេអញ្ចឹងត្រូវតែធ្វើយ៉ាងម៉េចដើម្បីតែគម្រាមកំហែងអំណាចវាបើវាធ្លាក់ពីអំណាចណាងាប់ទៅខាន់កាន់អំណាចអាហ្នឹងវាលែងបានកាន់អំណាចទេលែងបានក្បត់ជាតិទេអញ្ចឹងត្រូវតែគម្រាមអំណាចវាបើហែងទៅប្តឹងហែងត្រូវកាត់ទឹកដីអញបើហែងប្តឹងអញត្រូវតែវាយហែងឲ្យតបច្រកឲ្យងាប់ហែងលែងបានកាន់អំណាចហើយដល់ពេលវាខ្លាចកាត់បាត់បង់ពីអំណាចវាត្រូវតែកាត់ទឹកដីឲ្យគេអញ្ចឹងហ៎ណាដោយយួនអញ្ចឹងវាលើកបន្តមកអញ្ចឹងឲ្យកាន់អំណាចប៉ុន្តែត្រូវតែសញ្ញេធ្វើយ៉ាងម៉េចក៏ដោយដើរតាមគោលនយោបាយយួនកាត់កោះកាត់ភ្នំកាត់អ្វីព្រៃព្រឹក្សាឲ្យទៅយួនអញ្ចឹងទៅដើម្បីឲ្យកាន់អំណាចបើហែងកាន់អំណាចហើយហែងអត់ធ្វើតាមអ្វីតាមអញចង់បានអញ្ចឹងត្រូវរកមនុស្សថ្មីមកដាក់អញ្ចឹងវាធ្វើឆ្កែយួនបានល្អណាបំរើយួនបានល្អអញ្ចឹងហើយបានអ្នកនៅក្នុងពួក CP ហ្នឹងវាអត់ហ៊ានជាមួយវាទេព្រោះហេតុអ្វីព្រោះមានអាងយួននៅពីក្រោយហើយស្មានពួក CP គេអត់ស្រឡាញ់ជាតិទេគេស្រឡាញ់ជាតិប៉ុន្តែគេអត់អាចធ្វើអ្វីបានព្រោះអីយួនវាអញ្ចឹងប៉ុណ្ណានៃនៅកាងពីក្រោយអញ្ចឹងគេអត់ហ៊ានធ្វើអ្វីអត់ហ៊ានក្អកទេណាចង់និយាយថាចុះរុំទូបដោយទឹកគេធ្វើរបៀបចឹង
ហ្នឹងហើយអានោះដូចគ្នាអញ្ចឹងជាមួយថៃដូចគ្នាអញ្ចឹងទាំងយើងទាំងគេអ្នកណាក៏ដោយច្បាប់ធម្មជាតិបើយើងអន់ជាងគេយើងខ្សោយជាងគេអ្វីជាងគេណាយើងត្រូវតែរត់កន្លែងណារកកន្លែងណាដែលខ្លាំងអាចការពារយើងបានហើយគឺយើងមានតែយើងមានតែច្បាប់23តុលា91ដែលគេការពារយើងបាន21ប្រទេសចូលរួមហេតុអីមិនទៅរត់រកកន្លែងនោះគេជួយទៅរត់ខុសកន្លែងគេទៅជួយឲ្យតែតាមជួយគេទៅប្រមូលខាងពួកអាស៊ីនឹងឲ្យគេជួយអាណាគេមកជួយយើងបើយើងស្អុយឈ្មោះស្អុយអាប្រចាស់ទៅហើយហ្នឹងហើយណាហើយអញ្ចឹងហើយអាការរត់ទៅប្តឹងអាកន្លែងខុសកន្លែងណាអាថៃវាមើលឃើញទៀតអានេះវាអត់ហ៊ានប្តឹងត្រូវកន្លែងនេះតែហ៊ានប្តឹងត្រូវកន្លែងអញវាយឯងទៀតណាគម្រាមណាឲ្យខ្ទេចនឹងអំណាចវាហ្នឹងហើយអញ្ចឹងបានវាអត់ហ៊ានទៅប្តឹងទេតែយើងទៅអាហ្នឹងហើយបានថៃវាកាន់តែហ៊ានវាថៃកាន់តែហ៊ានដោយសារប្តឹងខុសកន្លែងវាអត់មានប្រសិទ្ធភាពណាគាត់ហ្នឹងហើយឆាប់ឥឡូវមានបងប្អូនគាត់ comment ប្តឹងមិនកើតបើទាបាញ់ទាសៃហាស្គីមយ៉ាហ្នឹងហើយអញ្ចឹងហើយបានជាអារឿងបង្កើតសង្គ្រាមកាត់ទឹកដីឲ្យគេនេះណាអញ្ចឹងហើយបានខំប្រឹងរកវិធីសាស្ត្រយ៉ាងម៉េចក៏ដោយប្រឡប់យករឿងនឹងឲ្យសំរងស៊ីណាហើយដល់ពេលសំរងស៊ីណាដែលតាំងជាមួយគេដឹងថាយើងខ្សោយជាងគេហើយដល់ពេលអាផ្ទុះសង្គ្រាមហើយគេជំរុញឲ្យតែប្តឹងរហូតដល់អត់ប្តឹងដល់គេអត់ប្តឹងគេគម្រាមទៀតសំរងស៊ីប្រាប់ទៀតថាបើមិនប្តឹងទេរដ្ឋាភិបាល$23គឺនឹងចេញមកហើយគេប្រាប់ទៀតបើមិនប្តឹងគឺរដ្ឋាភិបាលនឹងមកហើយអត់ព្រមទៅប្តឹងទៀតតែអញ្ចឹងបានរដ្ឋាភិបាល$23ចេញមករដ្ឋាភិបាលឯករាជ្យ$23ហ្នឹងចេញមកបានប្រមូលសម្រុំរឿងទៅដាក់ប្តឹងណាហើយឥឡូវដល់គេប្រមូលសម្រុំរឿងដាក់ប្តឹងហើយចេញ clip AI ណាសំរងស៊ីត្រូវជាមួយសៀមឈួតសុតគាត់អាចឲ្យម្ដាយនេះរឿងថោកទាបមិនក៏វាអាចធ្វើចេញរួចដែរណាថោកទាបថោកទាបចេះទៅ good morning on របបឆ្កែយួននេះនេះអូលឺយកមិនលឺសូតដលេប្រាប់ថាព័ត៌មានភាគច្រើនបានមកភក្ត្រាហុកហ្នឹងឯងតើព្រោះរាល់ថ្ងៃអញ្ចឹងអត់ហត់ទេអីព្រោះរាល់ថ្ងៃហ្នឹងហើយសួរអាម៉ណៃតតែព្រោះបោកប្រាស់ណាអាម៉ណៃតព្រោះកុហកបោកប្រាស់ពលរដ្ឋខ្មែររាល់ថ្ងៃហ្នឹងហត់ទេប្រឹងអួតកុហកបោកប្រាស់ពលរដ្ឋខ្មែររាល់ថ្ងៃហ្នឹងហត់ទេហើយសួរទៅអាតកោហ៊ុនអាពីរអ្នកឲ្យកូនអាម៉ណៃតហើយនឹងអាកដោហ៊ុនសែនអាចុយម្ដាយហ៊ុនសែនសួរអាពីរអ្នកឲ្យកូនហ្នឹងតើហត់ទេហេតុអីមិនប្តឹងអាចោលថៃឈ្លានពានខ្មែរទៅ ICJ និង ICC ហ៎ហើយត្រូវសួរអាហ៊ុនសែនវិញណាសួរពីអ្នកឲ្យកូននឹងវិញហេតុអីមិនប្តឹងនៅចេញឯងសារថ្កល់ទោសចង់100សារឯណាអ្នកថ្កល់ទោសហ្នឹងនៅថ្កល់ទោសគេដល់ណាទៀតពេលគេចូលឈ្លានពានពេលគេចូលប្រព័ន្ធបលាលួសឥឡូវខាត់បែរនេះនៅណានៅលឺសូថានៅលវិហៃចយួនចូលទន្ទ្រានយកតាមចាប់ឯងឃើញទេសាតំបន់សរាល់ថ្ងៃសុខខ្មែរទាំងមូលគឺជាតំបន់សអត់មានកន្លែងណាសកន្លែងហ្នឹងគឺខ្មែរទាំងមូលមកតំបន់សព្រោះយួនហើយនឹងសៀមវាយកតាមចិត្តអាសៀមចង់បានត្រឹមណាវាខ្លាចទៅខ្មែរវាខ្លាចយួនហើយវាចូលមករាល់ថ្ងៃសៀមមកខ្លាចតែយួនទេព្រោះយកជ្រុលទឹកតែយួននឹងវាយវាអញ្ចឹងវាយកមកតិចកលបើយួនអត់កម្រើកទេវាគេខាត់ទៅចូលបើយួនកម្រើកវាស្ងៀមហើយអាយួននឹងយកផ្សេងទៅសុកខ្មែរទាំងមូលតំបន់សមិនមែនត្រឹមខេត្តស្វាយរៀងទេខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនបើបណ្ដោយឲ្យអាសមត្ថភាពពីអ្នកឲ្យគាត់តកោហ៊ុនអាក្តោហ៊ុនសែនហើយនឹងអំនួតឈួតនឹងអំណាចអំណាចហ្នឹងបន្តកាន់អំណាចតទៅទៀតនឹងខ្ញុំផ្ដាំផ្ញើជាពិសេសបងខ្ញុំស្ដាប់ទៅអាឈាមឆ្កែអាសក្តាហុកអាឈាមឆ្កែអញចាំស្ដាប់អញអត់ចេះហត់ទេដោយអ្នកនឹងស្រុកខ្មែរដែលរងគ្រោះដោយសារតែអាឈាមឆ្កែថោកទៀតព្រួយមកអាជើងប្រៃអីហ្នឹងណាអញអត់ចេះហត់ទេបើនៅក្នុងស្រុកខ្មែរបើកឲ្យពលរដ្ឋខ្មែររិះគន់ណាស្ដាប់តែយ៉ាងអានឹងអញហត់តែឥឡូវអញអត់ហត់ទេដោយសារអញនិយាយជំនួសពលរដ្ឋខ្មែរព្រោះក្នុងស្រុកខ្មែរតតចេញคลิปណាវាយបហាចោលប្រកាន់អ្នកគណៈបព្វឆាំងអានឹងអាចធ្វើបានណាសូមបីចូល comment ក៏ដោយណាគឺវាត្រូវការមនុស្សលន់តួណាស្កោតតសើវាទោះជាបាត់ទឹកបាត់ដីព្រៃប្រឹក្សាពលរដ្ឋរងព្រោះអា game scam online ស្អុយឈ្មោះប្រចាំមកហើយពលរដ្ឋអស់ហ៊ានណានិយាយទេហើយរឿងអីអញហត់អញអត់ចេះហត់ទេអញហែកក្ដួយមកហែងញាត់ប្រទេសទៀតអាចុយម្ដាយអញប្រាប់ឯងទៅអត់រៀនក្បាលអីត្រូវមកញូវាញូហើយអត់រៀនអញអាចុយម្ដាយណាហើយហ៊ានស្បាត់ថាក្នុងស្រុកខ្មែរហើយញ៉ៃដឹងអាប្រកាសស្រុកខ្មែរបង្កើតអំពើពុករលួយបាក់ពួកនិយមតឡាការណាតឡាការដូចគ្នាចឹងតឡាការវល់ដល់តែមានលុយមានបាក់ពួកបានឈ្នះហើយហ៊ានស្បាត់ទេតែអត់ដឹងហើយរឿងទាំងអស់មកពីណាមកចេះពីក្ដួយមកហែងណាអាចុយម្ដាយអាចឈាមឆ្កែណាអញអត់ចេះហត់ទេអញរកក្ដួយមកថ្ងៃ24ម៉ោងក៏បានដែរអញហែកក្ដួយមករកញាត់ប្រទេស7ប្រទេសអញចេះហត់អីឲ្យតែបានរកពួកអាចោលថោកទៀតប៉ុណ្ណឹងណា
វាយក្បាលពួកអាចោឈាមឆ្កែហ្នឹងអត់ទេហត់ទេដើម្បីឲ្យពលរដ្ឋខ្លាចជាខ្លួនកុំចាញ់បោកពួកអាឈាមឆ្កែហ្នឹងទៀតតែចាញ់បោកពួកអាឈាមឆ្កែទៀតវារស់វេទនាអញ្ចឹងហើយហ៊ាននិយាយការពិតទេអាចុយម្រាយហ៎ហើយហ៊ាននិយាយការពិតអត់ហើយហ៊ាននិយាយការពិតហ្នឹងអារឿងហ្គេមអនឡាញជាការពិតទៅស្អុយឈ្មោះពីច្រាស់ទៅហើយហ៊ាននិយាយថាអាណាគេនៅពីក្រោយអាណាគេនៅពីក្រោយណាពួកហ្នឹងហ៎ហើយហ៊ាននិយាយពីក្រោយហើយហ៊ាននិយាយការពិតមិនដាច់ក្បាលហើយអាទាំងអស់ហ្នឹងពួកអញនិយាយហ៎ហើយរឿងអញត្រូវហត់អត់ទេហត់ទេយល់អាថោទៀតដួយម៉ៃអត់ទេបាញ់អញហែកដួយម៉ៃបុកញាត់មិនទេចូលបានបាញ់ហត់ណាឲ្យតែឯងចេញមកមាននៅចាំទេមាននៅចាំ ម៉ៃសូហ្វីមាននៅចាំអាម៉ាណែតដែលវាបោកពលរដ្ឋខ្មែរយើងពីការឆ្នាំ2025ខែ6ថ្ងៃ16នោះ កាលពីតាមអាមេរិកថ្ងៃ16នោះថាទៅប្តឹងឲ្យមានស្រីម្នាក់រឿងទៅប្តឹងនៅ ICJ នោះហ្នឹងហើយចាំមកអញប្រាប់ទៅវិញណាអញប្រាប់តែហុកភក្ត្រាណាអារន្ទះបាញ់មនុស្សដែលនិយាយកុហកពលរដ្ឋខ្មែរហើយនិយាយគ្មានការពិតគឺអាម៉ាណែតហើយកំពុងដាក់បដាសាអាម៉ាណែតឲ្យងាប់នឹងរន្ទះបាញ់ឯងយ៉ាត់គុកណាហុកភក្ត្រាយ៉ាត់គុកណាអាគុកអាហុកភក្ត្រាមីណានិយាយមិនពិតឲ្យរន្ទះបាញ់អញបន់ឲ្យរន្ទះបាញ់ទេបើឯងស្រុកអញវាអត់មានរន្ទះបាញ់បាញ់ត្រូវយឺតរន្ទះបាញ់បាញ់អាចុយម្រាយខ្លះបាញ់អានេះដឹងហើយងាប់ទៅម្រាយហើយក៏អាចុយម្រាយហ្នឹងណាវាអន្ទះបាញ់ស្រុកខ្មែរនោះតែវាបាញ់តាមលើស្រុកត្រង់យ៉ាហើយមើលឯងគេថាវាការដំណើរយ៉ាងណាបោះឆ្នោតឲ្យបើពលរដ្ឋបោះឆ្នោតឲ្យអាកដួយម៉ែវានឹងវាមិនចាំបាច់ទិញក្បាលអានេះទិញក្បាលអានោះទិញអានេះទិញអានោះឲ្យចូលគណៈបកវាទេអាចុយម្រាយអាចឈាមឆ្កែឯងយល់អត់ក្បាលឯងវាយអញដាក់អាម៉ានអាញួរអត់តភ្លឺភ្នែកទេហ៎ឯងចង់អញយកទ្រពញាត់គាត់អីទីដូចអញញាត់តែអញចាំមើលសិនអញញាត់នៅនិយាយរឿងទ្រពញាត់ហ្នឹងម៉ែក្មេងចង់សួរអាពីធ្វើកម្មវិធីគេដែលយកទៅគោដាក់ចូលខ្ញុំប្រាប់កម្មវិធីនេះនៅ iPhone វាមានញាត់ដៃដាក់ក្បាលទេបើថា Samsung វាអត់មានលើស្កប់ឯងសួរពិភពលោកតើអាណាក៏គេទទួលស្គាល់សំបីតាអាក្រហ៊ុនសែនខ្លួនឯងចាញ់ដាក់មកញាត់វាមនុស្សពេកពីលបាក់សាគ្នាអាណាពីលដល់ហ៊ុនសែនទេអញបើសិនប្រឡងប្រជែងជាមួយអាហ៊ុនសែនណាគឺអញប្រឡងចាញ់វាដោយសម្ដីពីលបាក់សាចរកពីលចេញមកប្រមាថពលរដ្ឋខ្លួនឯងក្នុងនាមជាមេដឹកនាំហើយនេះអារូបវាអាណាពីលអាហ៊ុនសែននេះអារូបវាមិនតាន់វាយក្បាលណាអាឈាមឆ្កែអាឈាមថោកទៀតអាឈាមឆ្លើងហើយមើលប្រហែលឆ្នាំនេះតើពលរដ្ឋរងគ្រោះដោយសារអាណាខ្លះដោយសារគណៈបកប្រឆាំងអីអាហ្គេមអនឡាញដោយសារសាននឹងស៊ីប្រកាន់នៅពីក្រោយអីអាឆ្កែអាពីបាត់ទឹកបាត់ដីប្រៃព្រឹក្សាសាននឹងស៊ីនៅពីក្រោយជាមួយម៉ែវាថោកទៀតសុភីកូនម៉ែមើលណាអាភក្ត្រាហុកវាថាអាពីក្បាលនេះសំដីពីលបាត់ផ្សាឯងចង់ថាអាហ៊ុនសែនអាក្រហ៊ុនសែនហើយនឹងអាចចុយម៉ាយហ៊ុនម៉ាណែតដល់ឯងចង់ថាពីក្បាលហ្នឹងហ៎នេះបើក្បាលអីពុកញ៉ាឯងអាភក្ត្រាបាទអីអាញួរផងទ្រពផងអីផងញាប់ស្វេដាក់ឯងចាំប្រាប់ប្រូកម្មវិធីហ្នឹងឲ្យម៉ែក្មេងចេះផងតែចូលមកឯងតែណាពីលដល់ហ្នឹងឡើងលើវេទិកាកាលណាមានតែការប្រមាថណាមានតែការប្រមាថការចង់អាឃាតណាផ្សព្វផ្សាយនៅសម្ដីពីលបាត់សង្គមទៅដល់ឯងនិស្សិតទៅដល់យុវជនខ្មែរឯងឃើញសង្គមខ្មែររាល់ថ្ងៃសម្បូរទៅដោយមនុស្សពីលដោយសារតែការសាកសួរបាក់អាចចំរាយហ៊ុនសែនឯងណាក្បាលញាប់ដាក់ញួរនៅអត់ភ្លឺទេហ្នឹងតែអាហ៊ុនតែពីលរលេខដាក់គ្មានជាការពិតអានេះសង្ស័យអត់ខួរហ្នឹងបើអាញួរដាក់ប៉ុណ្្នឹងហើយនៅអត់ស្វាថ្ងៃសង្ស័យអានេះអត់ខួរបើមានឥឡូវនេះក្រោយពីក្រុម SBI ចូលមកកម្ពុជាផ្ទាល់ដើម្បីដាក់ផែនការឲ្យហ៊ុនម៉ាណែតទាំងពីរនាក់ឪកូនចាប់ខ្លួនមនុស្សចំនួន4នាក់ហ៊ុនតូកុកអានលីយ៉ុងផាត់និងត្រីវិបឥឡូវមិនធ្វើតាមផែនការរបស់ FBI បាក់ពួកហ៊ុនសែនកំពុងដេកមិនលក់ទេដេកភ័យមិនស្មើទេក្នុងប្រមាណសប្តាហ៍នេះពួកនេះដូចខ្ញុំនិយាយមុននឹងជាមួយសូហ្វីអញ្ចឹងគេដាក់ផែនការយើងធ្វើសុំទោសចាំតិចពួកដែលមានឈ្មោះទាំងប្រមាណហ្នឹងណាបើសិនជាចេញទៅស្រីក្រៅប្រទេសអត់ហ៊ានចេញទេពួកប្រទេសដទៃគេអត់ជួយណាគេនឹងចាក់បញ្ជូនឲ្យ ICJ FBI តែនៅស្រុកខ្មែរបើនៅតែក្នុងស្រុកខ្មែរហ្នឹងខ្ញុំជឿថាគង់តែថ្ងៃមួយគេកាន់សោបយកទាំងអស់ហ្នឹងគេអត់ទុកទេព្រោះបើទុកពួកអស់នេះនឹងមានពលរដ្ឋអាមេរិកពលរដ្ឋពិភពលោកក្រងគ្រោះដោយសារពួកអាក្រុមអនឡាញនឹងបន្តទៅទៀតអញ្ចឹងគេអត់ទុកវាទេជឿតែគេមិនទុកទេតែគេដឹងថាយើងធ្វើអំពើអាក្រក់ប៉ុណ្ណេះហើយហ្នឹងគឺគេមិនទុកទេបើគេមិនចាប់ពួកវាក៏គេផ្ដាច់សេដ្ឋកិច្ចផ្ដាច់ជើងវាទាំងអស់ហើយបើសិនជាអាសៀមក៏ដោយអាយួនក៏ដោយអាថៃក៏ដោយនឹងគ្រប់គ្រងទៀតគេនឹងផ្ដាច់ពួកហ្នឹងទៀតណាអញ្ចឹងហើយគេអត់ទុកពួកអាសដានឆ្កែថោកទៀតប៉ុណ្្នឹងទេណាតើមិនពេញ
ចង់រកអារូអា4នាក់នឹងអា4នាក់មានកុកអានមានហ៊ុនតូមានអាត្រីភិបមានលីយ៉ុងផាត់នឹងឥឡូវគេដាក់ផែនការឲ្យគេដាក់ផែនការរយៈពេលពី1ខែទៅ3ខែឬក៏6ខែយ៉ាងយូរត្រូវចាត់វិធានការចាប់អា4ក្បាលហ្នឹងចូលឲ្យចាប់បានទេហ្នឹងគេមិនធ្វើពេកខ្ញុំផុសជូនពរអាខំជូនពរហ្នឹងមានរូប3 4នាក់ហ្នឹងអញ្ចឹងហ៎ហើយយាយស៊ីណាទុកចោលអូមានថោកទៀតនឹងថោកទៀតប្រព្រឹត្តរឿងថោកទៀតអំពើបាបវានេះអូឃើញអរគុណច្រើនពលរដ្ឋរងទុកហៅសារវេទនាចំណាក់ស្រុកសពបែបយ៉ាងមើលអត់ឃើញមកដៅកាយតែជាមួយគណៈបព្វឆាគេមិនតាន់ធ្វើអីវាបកែតែចាប់ទូចឥឡូវគេចុះមកឲ្យប្រាប់ឯងកុំចាប់ទូចនេះអាឡា4នាក់នេះចាប់ធ្វើកិច្ចការរឿងហ្នឹងចាប់អា4នាក់ហ្នឹងកុំទៅចាប់អាបានការតិចតិចអស់ហ្នឹងណាយូគណៈបព្វឆានិយាយអីបានធ្វើអីបានហ៎ពួកអញជាតិជនជាតិខ្មែរក៏អញស្រឡាញ់ខ្មែរអញគឺអាណាធ្វើខុសក៏អញក្តៅក្រហាយដូចគ្នាបើយើងធ្វើជាមេដឹកនាំយើងអត់មានសមត្ថភាពការពារបរិយាភាពទៅដីយើងគេតែបំផ្លាញយើងយកចេញទៅដើម្បីតែក្រុមគ្រួសារបាក់ពួកខ្លាញ់មកក្រាត់តូចនឹងបានទៅទុកធ្វើម្លេងគេធ្វើបាបគេអំពើថោកទាបខ្លួនឯងចោលដាក់គេបំផ្លាញខ្មែរខ្លួនឯងចោលដាក់គេណាទៅជាមួយសត្រូវមកបំលោបបំពេញខ្មែរឈ្លានពានខ្មែរមកចោលដាក់គេវាទៅមិនរួចមានតែពួកអាជីពឆ្កែមកបាទគាត់ទៀតតាមអាជីពឆ្កែណាខ្លាំងអត់ជឿចៅស្រុកហុកភេត្រាឯនឹងទីគុករួចទេអាហ៊ុនសែនឯនឹងវិរុទ្ធចៅស្រុកប្រហែលឆ្នាំឯទៅយួនណាឯនឹងវិរុទ្ធចៅស្រុកប្រហែលឆ្នាំឯហែងកំពុងឌៀមដាមឌឺដងឲ្យអាចុយម្រាយហ៊ុនសែនហើយព្រោះអាហ៊ុនសែនអាក្រហ៊ុនសែនក៏វិរុទ្ធចៅស្រុកដែរអញអត់មានរត់ទេណាអញជឿយន្តហោះមកតាមដំណើរមានពុកម្ដាយបងប្អូនជូនដំណើរណាអូអត់មានរត់អត់មានអីទេតែអាហ៊ុនសែនរត់កាត់ព្រៃឥឡូវទៅយួនណាឥឡូវអញទទួលស្គាល់ថាអញរត់ចោលស្រុកអញទទួលស្គាល់មកពីមេហែងអសមត្ថភាពចិញ្ចឹមអញមិនរស់បើអញរត់ចោលស្រុកអត់មានការងារធ្វើបែកក៏អន់ជាតិគីមីពេញខ្លួនតឡាការចោលមិនទៀតអំពើពុករលួយណាមានបកបពួកគ្នាវារកស៊ីធ្វើការជួញដូរមិនបានទេតតែយកលុយទៅយកលួយម៉ែវាហ្នឹងណាហើយមកឯងរត់ចោលស្រុកម៉េចបើឯងយកស្រុកនឹងធ្វើជាទ្រព្យសម្បត្តិរបស់ឯងហ្នឹងឯងសម្រាប់ខ្មែរដែលស្នេហាជាតិហ្នឹងគេនិយាយមិនបានហ្នឹងតតែគ្រប់គ្រងវាតែគេមិនគ្រប់គ្រងវាគេតថាប្រឆាំងជាមួយវាចាប់គេដាក់គុករងរឿងចាប់គេក៏អញនៅតែអញមិននៅទេណាបើស្រុកខ្មែរណាបើស្រុកខ្មែរមានមេដឹកនាំល្អមានអ្វីសពបែបយ៉ាងនៅក្រៅប្រទេសអាណាអញចង់រត់ចោលស្រុកអញចង់ស៊ីពឹសស៊ីក្តាមខ្យងដែរតាអញទៅរត់អីអញចង់រស់ស្រួលដែរតាអ្នករត់ចោលស្រុកសិតតែអ្នកស្នេហាជាតិហ្នឹងមូលហេតុអីព្រោះអាមេចោលនេះប្រព័ន្ធប្រទេសវាមិនឲ្យអ្នកស្នេហាជាតិនៅក្នុងស្រុកបានទេស្រួលស្នេហាជាតិទៅវាមិនអាចក្បត់ជាតិបានព្រោះអ្នកស្នេហាជាតិនៅក្នុងស្រុករិះគន់វាឧទាហរណ៍ជាក់ស្ដែងយុវជនបរិស្ថានណាគេរិះគន់ចាប់គេទៅដាក់គុករកស្លឹកកែម្ល៉េះជាដើមណារករឿងគេនិយាយការពិតចាប់គេសម្លាប់គេហើយគេនៅយ៉ាងម៉េចភាគច្រើនអ្នកស្នេហាជាតិនៅក្នុងស្រុកបាននេះពួកឯងធ្វើយ៉ាងម៉េចដើម្បីឲ្យគេរត់ចោលស្រុកអញរត់ចឹងឯងអញខ្លាចងាប់ដែរតាណាហើយបើអញចូលស្រុកវិញមានការងារអញធ្វើអត់ណាមន្ត្រីពេទ្យណាតើមន្ត្រីពេទ្យអាចធានាសុខភាពអញអត់ណាមើលក្រុមគ្រួសារអាមេដឹកនាំពេលឈឺចេញមកក្រៅប្រទេសពេលឈឺចេញមកក្រៅប្រទេសហើយអាពេទ្យខ្លួនឯងក្នុងប្រទេសអត់ឲ្យតម្លៃខ្លួនឯងហ្នឹងរត់ចេញក្រៅប្រទេសផ្សេងហើយអញទៅនៅក្នុងស្រុកហីអញអត់ចង់រស់ទេអញអត់ចង់ស៊ីឆ្ងាញ់ទេអញអត់ចង់ធ្វើការមានប្រាក់ខែបានល្អទេអញរត់ចឹងហីអញមិនធ្វើលុយឲ្យជាមួយម៉ែហ្នឹងណាហើយមកម៉ែអត់ចង់រត់ទេហែងចង់ងាប់ហើយតែចេញវាបានយ៉ាមិនដែរតែនៅស្រុកខ្មែរសាបរទេសនៅសាបរទេសគេការច្រកឲ្យចូលអាមេរិកគ្នាចូលអាប្រាំងមកយកចូលបងខ្មែរចេញអាទាំងអស់ហ្នឹងពួកអីមកក្បាលទៅណាហុកតែតាតាមពិតអានេះនឹងវាស្អប់ហ៊ុនសែនក្នុងកម្រិតណាទេបានជាវាសុកចិត្តមកជេរឌឺដងឲ្យហ៊ុនសែននៅក្នុងអាពេលឯងពួកអញឡាយហ៎អាហុកភេត្រាអញចង់លាក់សមាជិកភាពឯងដែរក៏តែមើលតែឯងទុកមិនបានទេអញត្រូវបញ្ចេញចឹងហ្មងហ៎អញរៀនតាមក្បួនណែពួកអញអត់ឈាមឆ្កែទេពួកឯងបានឈាមឆ្កែពួកឯងទៅការពារពួកអឃាតកោសម្រាប់ខ្មែរពួកឯងទៅការពារពួកអញជក់ឈាមខ្មែរពួកអលួយធ្វើបាបខ្មែរអត់ទេសុភីវាខានចេះវាខានមិនឆ្កែឈួតទៀតពួកឯងនេះហ្នឹងហើយវាខានចេះបើនៅខ្មែរអត់ហ៊ានក្អកទេកន្លែងហ្នឹងឯងនិយាយទៅឯងនិយាយការពិតកន្លែងហ្នឹងព្រោះសុករាល់ថ្ងៃនេះអាក្រហ៊ុនសែនអាចុយម្ដាយពីរនាក់ឲ្យកូនហ្នឹងវាបិទមាត់ពលរដ្ឋម៉ាត់ឲ្យនិយាយស្អីក៏វាឲ្យនិយាយដែរកន្លែងហ្នឹងអញជឿឯងវាគឺជាការពិតសប្តាហ៍ថ្ងៃនេះណាអាក្រហ៊ុនសែនអាក្រហ៊ុនម៉ាណែតអាចុយម្ដាយពីរនាក់ឲ្យកូនហ្នឹងវាបិទមាត់ពលរដ្ឋម៉ាត់ឲ្យនិយាយការពិតទេខ្ញុំសុំឆ្លើយ
កន្លែងហ្នឹងហែងថាបើនៅស្រុកខ្មែរអត់ធាននិយាយទេហែងបើសិនជាហែងទៅប្រាប់អង្គការសន្តិជាតិអង្គការសិទ្ធិមនុស្សចុះទៅអាហ្នឹងល្អហ្មងណាថានៅស្រុកខ្មែរគ្មានអាណាហ៊ាននិយាយទេពីព្រោះអាហ៊ុនសែនវាបិទសិទ្ធិមនុស្សសិទ្ធិក្នុងការនិយាយស្ដីអាហ្នឹងវាយសប្បាយចិត្តមើលមិនបាននិយាយចឹងត្រូវហើយនៅក្នុងស្រុកខ្មែរមិនហ៊ាននិយាយពួកបងប្អូនគ្រូខ្មែរអ្នកស្រុកត្រង់ចាំគាត់ចង់រស់តែគាត់មិនចង់ចុងគុកណាហើយហេតុអីបានមិនហ៊ាននិយាយពីព្រោះអាមេដឹកនាំហ្នឹងវាក្បត់ជាតិវាបំផ្លាញជាតិវាមេពុករលួយណាវាឌីកតាទ័រវាចង់រស់តែខ្លួនវាអញ្ចឹងវាបិទគាត់ពលរដ្ឋមិនឲ្យទៅរិះគន់វាទេហើយនិយាយកន្លែងហ្នឹងអញទទួលស្គាល់ថាត្រូវណាហើយនេះក៏ผมទៅប្រាប់អង្គការសន្តិភាពថាស្រុកខ្មែរពួកអបឆាំងវាគ្មានហ៊ាននិយាយស្អីទេវាកាច់ជាប់ពុកអូហើយបាននិយាយហ្នឹងបានណូត10ពុំហ្មងណាមែនតាអានេះផ្លើមែនណាអញនិយាយស្វាយនិយាយចឹងចង់បាញ់កាតឲ្យ10អ៊ឺរ៉ូឲ្យកាតឲ្យហែងចេញមកខមមិនទៀតហ្នឹងនេះខមមិនឲ្យអាក្រហ៊ុនសែនជាប់រហូតនេះនេះនិយាយចឹងតែរត់ចោលស្រុកក៏ហ៊ុនសែនណាក្បត់ជាតិក៏ហ៊ុនសែនបាត់សេរីភាពពលរដ្ឋខ្មែរមិនឲ្យនិយាយខ្មែរពលរដ្ឋខ្មែរក្នុងស្រុកមានក៏អាក្រហ៊ុនសែនហើយយើងកាប់ពុតទាំងអស់កន្លែងនោះមួយអញចង់បាញ់កានិយាយមួយម៉ាត់ហែងនិយាយមកនោះកាច់ជន់អាហ៊ុនសែនកប់ផុកហ្មងហើយអត់ដល់នឹងខ្លួនអាហុកនឹងយួនតើហុកហ្នឹងតើយួនឬខ្មែរប៉ុន្តែវានិយាយការពិតដោយសារវាអត់សូវចេះប្រើភាសាខ្មែរអញ្ចឹងដល់អញ្ចឹងភាសាខ្លះវាយកការពិតយកមកនិយាយដើម្បីជេរយើងប៉ុន្តែវាជាតថភាពពិតនៅក្នុងសង្គមខ្មែរហ្នឹងហើយអញផុសក្បាលឯងវាយងរែឯងឡងទៀតសិនអញហៅតាមរៀលបងតាមទេឥឡូវត្រឡប់មកវិញតាក់ទងនឹងអ្វីដែលគេកំពុងបំភ័ណ្ឌមតិមហាជនក្នុងការបង្ហោះសម្លេងលោកប្រធានសំរងស៊ីវាមិនមែនជាសម្លេងរបស់គាត់ទេសូមជម្រាបបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកគឺជាសម្លេង AI បច្ចេកទេសដែលគេធ្វើជាសម្លេងមិនមែនជាសម្លេងគាត់ទេមានអាណាក្តីប្រជុំណាមានអាណាក្តីប្រជុំនៅទីសាធារណៈមកនិយាយកោកចឹងអត់មានទេណាអត់មានទេហ្នឹងហើយនឹងចង់ប្រាប់ទៅបងប្អូនខ្មែរចឹងវាជាសន្តានថោកទាបណាវាជាសន្តានថោកទាបរបស់អដេរឆានអាកក្តរហ៊ុនសែនហើយនឹងអាឈួតអាអំនួតអាសមត្ថភាពហ៊ុនម៉ាណែតដើម្បីតែអំណាចរឿងថោកទាបមិនក៏អាពីក្បាលនឹងវាហ៊ានធ្វើដែរអញផ្ដាំផ្ញើជាពិសេសទៅហែងកុំចង់ចាញ់ចង់ឈ្នះជាមួយនឹងសំរងស៊ីហែងឈ្នះជាមួយថៃទើបល្អបើជាមួយយួនហែងខ្ជះគេហែងហ៊ានទេអញដឹងច្បាស់ចឹងហ្មងតែឯងឈ្នះជាមួយថៃឯងខ្លាំងជាមួយថៃបើជាមួយថៃចោះឯងស្ងាត់ស្ងៀមអត់ហ៊ានកំរើគេណាឯងស្ងាត់ស្ងៀមសុំញ៉ាំទឹកសិននេះចាំចូលមើលនៅរៀលផងនៅ story ផងនៅរៀលចាំចូលមើលអាសបាយវាយក្បាយមកញួរណាអូយសបាយវាយដាក់ទៀតប៉ុស្ញ៉ាំកាហ្វេទំហើយមិញនេះបងសំណាងបងទឹមកាហ្វេហើយមិញអរគុណច្រើនបងទឹមកាហ្វេហើយបងសំណាងបើសិនជាពួកខ្ញុំបានឡើងទៅ New Jersey ឆ្នាំក្រោយដើម្បីឆ្លងចេតិយណាពួកខ្ញុំនឹងធ្វើដំណើរហួសទៅមនីសតាហើយជាត្រូវការពឹងពាក់ខាងបងហើយទៅមនីសតាហើយបានចូលមក New Jersey ប្រូក្រាមរៀបអភ័យធូរអារម្មណ៍ហ្មងហ្នឹងអត់ហ្មងដល់ពេលឲ្យអត់ហ្នឹងហើយត្រឡប់មកវិញត្រឡប់មករឿងយើងវិញណាបាទឯងចង់ឈ្នះបាទឯងចង់បានវិជាប្រយោភាពឯងចង់រក្សាកេរឈ្មោះល្អបន្តិចទី1ឯងយកឈ្នះអាចោថៃទី2ឯងត្រូវធ្វើម៉េចនេះអ្វីដែល SBI គេដាក់ឲ្យធ្វើនេះចាប់អាមេស្កេតអនឡាញអា4ក្បាលមានកុកអានលីយ៉ុងផាត់ទ្រីភាពហើយណាមួយទៀតហ៊ុនតូដែលជាមេស្កេតអនឡាញបោកលុយគេពិភពលោកធ្វើឲ្យគេឈ្មោះប្រទេសខ្មែរស្អុយរលួយហ្នឹងឯងចាប់អា4ក្បាលហ្នឹងឲ្យបានណាឯងយកឈ្នះឬធ្វើកិច្ចការហ្នឹងចូលជោគជ័យអានឹងបែកមេខ្ញុំសុំអានក្នុងនាមហែងជំនឿដឹកនាំមែនហែងមកប្រឆាំងជាមួយមនុស្សដែលគ្មានអំណាចគ្មានទ្រព្យគ្មានអាវុធតែឯងបានអីឯងសួរឯងចេះមានតែមនសិការជាតិមានតែការឆ្លាញ់គ្រប់គ្រងពីប្រជាពលរដ្ឋខ្មែរហើយឈ្នះគាត់មានបានអីទេអញចង់ប្រាប់ឯងចឹងណាអាក្រហ៊ុនសែនអាចុយរាយអាម៉ណៃតែគាត់ខ្ញុំអានរឿងពលរដ្ឋខ្មែរព្រោះប្រទេសខ្មែរនឹងការអភិវឌ្ឍខ្លាំងណាស់ណារឿងគាត់ទៅសេអាហេងពៅនិងអាវណ្ណៈណាអភ័យវណ្ណៈមែនវាដឹងរឿងច្រើនណាស់ក្នុងរបបនេះហើយពួកវាបានលុយពីឈ្មួញនិងក្រុមចោលច្រើនណាស់ហ្នឹងហើយអភ័យវណ្ណៈវានិយាយរាល់ថ្ងៃតាអាណាមិនពុកលួយអាណាមិននិយាយទៅហើយអាណាគេដឹកនាំគឺពួកអាក្រុមឆ្កែ7ដុំហ្នឹងឯងវាដឹកនាំហ្នឹងមិនគណៈបកប្រឆាំងណាហ្នឹងហើយរឿងរ៉ាវរបស់ចេញសិតតែពីពួក CP ទាំងអស់អាលោកធំអត់មានប៉ុនអត់មានសាក់អត់មានកាយសពអាយ៉ាងហ្នឹងណាហើយអត់ខំប្រឹងធ្វើយ៉ាងម៉េចក៏ដោយដើម្បីស្ដារសេដ្ឋកិច្ចស្រុកខ្មែរធ្វើឲ្យបានល្អត្រឡប់ណាក៏ក្តៅតែកាហាយជាមួយគណៈបកប្រឆាំងណា
ឯងមកគ្រាប់ភ្នែកឯងហើយក្រួយម៉ែឯងមើលអា60ចិត្តត្រានៅប្រទេសនេះណាអ្នកដឹកនាំណាអត់មានដែលឃើញអ្នកដែលគ្រប់គ្រងអ្នកដឹកនាំមកវាយបហាគណៈបកណាដែលតបានកាន់អំណាចទេគេអត់មានប្រច្រាស់ទិសចឹងទេគេវាយបហាអ្នកណាដែលកាន់អំណាចពីព្រោះអីបង្កើតច្បាប់បោធ្វើឲ្យគេខូចខាតពលរដ្ឋគេអត់ទៅបានផលពីការដឹកនាំហ្នឹងអញ្ចឹងគេវាយបហាគណៈបកគេដតីគេវាយបហាដើម្បីដណ្ដើមស្លឹកឆ្នោតឲ្យពលរដ្ឋមើលឃើញពីការដឹកនាំអញ្ចឹងគណៈបកគេដតីនេះគេវាយបហាណាហើយគេលើកច្បាប់គេលើកគោលការណ៍គេមកដើម្បីឲ្យពលរដ្ឋបោះឆ្នោតឲ្យតែក្រួយម៉ែអីដឹកនាំហើយតែបង្កើតវាយបហាមកក្រៅមកអ្នកដែលមិនទាន់កាន់អំណាចអញមិនដែលឃើញប្រទេសក្រួយម៉ែអីថោកទៀតដល់ណាហ្នឹងអញអត់ដែលឃើញតែក្រួយម៉ែអីថោកទៀតប្រមាណក្បាលក្នុងស្រុកខ្មែរហ្នឹងតែបង្កើតធ្វើថោកទៀតខ្លួនឯងណារករឿងគេអ្នកគេមិនទាន់បានកាន់អំណាចអ្វីច្បាប់ក្របខ្លួនឯងបង្កើតខ្លួនឯងខាតបងខ្លួនឯងមកវាយបហាអ្នកកាន់អំណាចអាមន្ត្រីរបស់ខ្លួនធ្វើស្គយអីមកវាយបហាអ្នកកាន់អំណាចវាឈួតឡាប់ឡាយអញ្ចឹងទៅណាហើយមកពួកឯងមកចង់បវល់ក្បាលពួកអញទៅមិនរួចណាពួកអាឆ្កែពួកអាឈាមថោកណាពួកអញមិនក្បាលពួកអញមិនម៉ាស៊ីនណាពួកអញមនុស្សណាបើម៉ាស៊ីនឯងអាចសេរីទៅយ៉ាងណាក៏បានដែរតែពួកអញមនុស្សមិនខួរក្បាលពួកនរោដល់ពួកក្បាលគេទិញបាននោះទេណាហើយមនុស្សពួកអញហ្នឹងណាមិនមែនមនុស្សរៃទៀតមនុស្សពួកអញមនុស្សដែលមានបេះដូងអ្នកសកាជាតិគាត់ចង់ប្រាប់ពួកឯងទៅវិញអញ្ចឹងណាអាក្តោហ៊ុនសែនណាដឹកនាំទៅកាន់អំណាចហ្នឹងហើយដឹកនាំខ្លួនឯងជិត50ឆ្នាំតែឯងកាន់អំណាចពលរដ្ឋអត់បានទទួលផលពលរដ្ឋទៅរកអ្នកផ្សេងទៅតាមវាយបហាអ្នកផ្សេងតែខ្លួនឯងខំប្រឹងអត់ប្រឹងធ្វើមកឲ្យពលរដ្ឋបោះឆ្នោតឲ្យណាហើយតាមវាយបហាអ្នកផ្សេងធ្វើស្អីតែបានចាំបានស្លឹកឆ្នោតចាំបានអំណាចអីពីហ៊ុនសែនពីសំរងស៊ីហ្នឹងបើសំទីតាមកាន់អំណាចហ្នឹងណាគេទៅវាយកន្លែងអ្នកណាដែលមានអំណាចដើម្បីចង់យកអំណាចមកដាក់ខ្លួនគេអាហ្នឹងបានវាត្រូវហើយឯងបានកាន់អំណាចហើយនេះមកវាយអ្នកអត់កាន់អំណាចនេះឯងចង់បានផេះចាំបានផេះអញសួរឈួតសឹកណាប្រចាំដៃជាប្រទេសណាថ្ងៃនេះគឺអាក្រក់ទេហ្មងណាអាក្តោហ៊ុនសែនអាចជួយមកថ្ងៃកំណើតរបស់ហែងថ្ងៃ5ខែ7ខែ8ហ្នឹងហើយហែងចាំស្ដាប់ពរពួកអញហ្នឹងពរដែលពួកអញជូនហែងថ្ងៃកំណើតរបស់ហែងហ្នឹងហើយឈាមថោកពេលវាហួសហេតុពេកហ្នឹងហើយបើថាទង្វើពួកអស់ហ្នឹងវាយបហាសំរងស៊ីរាល់ថ្ងៃហ្នឹងដោយសារសំរងស៊ីតែដឹកនាំឲ្យអំពើថោកទាបទាំងអស់សំរងស៊ីអ្នកធ្វើហ្នឹងឧទាហរណ៍ឥឡូវពួកសំរងស៊ីអ្នកដឹកនាំហើយអំពើថោកទាបគេស្ដីគេបន្ទោសគេអនឡាញឬក៏បោកពលរដ្ឋខ្មែរសពដូចវាធ្វើរាល់ថ្ងៃនេះអំពើវារាល់ថ្ងៃសំរងស៊ីដឹកនាំនេះអានឹងវាយបហាសំរងស៊ីទៅត្រូវហើយអញជួយដាក់តែមិនមែនសំរងស៊ីដឹកនាំទេគឺពួកអាតកូនឆ្កែនេះវាដឹកនាំយ៉ាងយល់អត់ណាស្អីគឺសាពួកអាតកូនឆ្កែនេះវាដឹកនាំណាហើយបានទៅពាក្យស្អីឡើងខ្ញុំបាត់បង់សន្តិភាពឯនាំនេះស្ដេចដូចមកអាចុយម្ដាយសន្តិភាពទៅក្រុមគ្រួសារឯងដែលមានអំណាចបកពួកឯងហ្នឹងតែសម្រាប់ពលរដ្ឋខ្មែរគាត់មាននេះសន្តិភាពរស់នៅទាំងការភ័យខ្លាចណាដោយអ្នកនៅតាមបណ្ដាព្រំដែនអញ្ចឹងនៅផ្ទះសុកត្រូវគិតឲ្យចេញពីផ្ទះផ្លន់យកទ្រព្យសម្បត្តិអស់លីងពីខ្លួនឯងទៅសង់ផ្ទះសាំងអស័យឲ្យនៅខ្យល់តាមមកប្រើបាច់ជើងជ្រងនោះអានឹងសន្តិភាពរបស់ហែងហ្នឹងហ៎អញសួរហែងណាហើយអាសម័យនេះហើយនេះអាសម័យនេះហើយនេះឯងទៅកុហកគេយ៉ាងម៉េចបង្កើត AI ក៏គេលេងជឿណាបង្កើតសង្គ្រាមកាត់ទឹកដីគេថាថៃឈ្លានពានក៏គេលេងជឿណាហើយកន្លែងណាដែលគេលេងជឿដោយសារគេឈ្លានពានប៉ុណ្ណឹងហើយអត់ព្រមទៅប្តឹងឲ្យបិទមាត់ពលរដ្ឋខ្លួនឯងនិយាយចាប់ដាក់គុកហើយយកលេសគេនឹងនិយាយស្អីញុះញង់ឲ្យគ្នាឆ្លោះគ្នាវាបង្កើតសង្គ្រាមមកអស់ទឹកដីហើយវាអ្នកនេះឲ្យគេឆ្លោះគ្នាហ្មងវាមិនមែនពលរដ្ឋនឹងញុះញង់ឲ្យគេឆ្លោះគ្នាមកពីអាមេដឹកនាំហ្នឹងណាមិនពលរដ្ឋបាត់តបស្វារិះគន់នឹងអថៃឆ្លៀនពៀនទេកុំភ្លើពេកណាទាំងអស់ហ្នឹងគេមើលឃើញបង្កើតសង្គ្រាមដើម្បីកាត់ទឹកដីឲ្យគេនេះមិនមែនសៀមអាមិនសៀម 100% វាឆ្លៀនពៀនទេប៉ុន្តែគឺជាឱកាសអាសៀមអាថៃក្រួយម៉ៃហ្នឹងព្រួយមួយបាញ់បានសាត់ពីរណាមកឆ្លៀនពៀនហ្នឹងចោលតែថែមទៀតតែវាមកបង្ក្រាបអាហ្គេមអនឡាញហ្នឹងហានេះជារឿងពិតហើយអាចចំណុចខ្សោយខ្លួនឯងប៉ុណ្ណឹងហើយយកមកដល់សំរងស៊ីយ៉ាងម៉េចឈួតសុតពួកអានេះពួកឯងបានផឹកទឹកដូរមកនេះឲ្យច្រាស់ភ្លើតិចឲ្យវាលែងភ្លើយ៉ាគុណចាជំរាបសួរស្អីស្អាតទាំងពីរថ្ងៃនេះនិយាយបានល្អគុណច្រើនបងចាយ៉ាហ្នឹងហើយបងប្អូនអញ្ចឹងអារឿងរ៉ាវទាំងអស់ក្នុងស្រុកខ្មែរសម័យនេះហើយហ្នឹងហើយដែលពលរដ្ឋទាំងក្នុងទាំងក្នុងទាំងក្រៅប្រទេសបរទេសគ្រប់កន្លែងទាំងអស់គេស្ដីគេបន្ទោសឲ្យវាផ្អើលទូទាំងពិភពលោកមេ FBI ចុះទាំងស្រុកខ្មែរដោយសារហ្គេមអនឡាញហ្នឹងដោយសារពួកហ្នឹងនៅក្រៅហ្នឹងហើយមកបន្ទោសយើងមិនកើតវាអត់ទៅរួចហើយអសមត្ថភាពដឹកនាំប្រមាណល្អហើយមកបន្ទោសដែលគេមិនទាន់បានកាន់អំណាចយកកំហុសមកដាក់ឲ្យគេហើយអារឿងហ្គេមអនឡាញហ្នឹង
អត់មានឃើញពួកអាចឆ្កែដែលគេទិញក្បាលយកទៅប្រើវានិយាយគឺបិទតែម្ដងវាអត់ហ៊ាននិយាយវានិយាយតែរឿងសំស៊ីត្រូវគ្នាជាមួយថៃសំស៊ីណាទៅថៃឆ្លៀមមានប៉ែសារសំស៊ីអវល់ចឹងទៅណាឥឡូវបង្កើត AI មកអីណាបំពល់ពេញហ្នឹងសំស៊ីវាយប្រហាកឹមសខាឯណាវល់ចឹងទៅណាឥឡូវពេលអ្នកចេញមកមានតែពួកឆ្កែ7មករានេះចេញមកវាយប្រហាហ្នឹងណាអីក្បួយម៉ែពួកអស់នេះពួកអស់នេះបើវានិយាយការពិតរន្ទះបាញ់ជាពិសេសអាក្រហ៊ុនសែនអាចុយម្រាយហ៊ុនសែនឯងនិយាយការពិតរន្ទះបាញ់ឯងងាប់តៃហោងត្រូវស្រុកខ្មែរគ្មានអត់មានស្អីការពីរន្ទះបាញ់ផងឯងទះបាញ់ចុយម្រាយមកអាចុយម្រាយអាហ៊ុនសែនអាហុកចិត្តណាហើយនិយាយស្អីរឿងលុយទូរទស្សន៍ទៅព្រះអាទិត្យរឿងលុយ9វិជ្ជការទៅឆ្លាញ់ម៉ែហែងមែនហើយកុំខលរឿងកប៉ិកកពុកលុយរបស់កណាបាក់ប្រចាំអត់មានពាក់ព័ន្ធជាមួយពួកអាសេពេពេទេមិនលុយក្បត់ទៀតទេអាឈួតណាឯងចង់ហ្នឹងឯងអាលុយហ្នឹងអត់មានពាក់ព័ន្ធគឺលុយរបស់កណាបាក់គេអត់មានពាក់ព័ន្ធមួយរដ្ឋាភិបាលទេឯងអត់មានចាំបាច់អីចង់ដឹងឯងអញអ្នកចូលអញមិនសួរហ្នឹងឯងចង់សួរអីជារឿងរបស់គេកណាបាក់គេលុយគេយកធ្វើស្អីជារឿងរបស់គេណាអារដ្ឋាភិបាលកំពុងតែដឹកនាំគេជួយមួយឆ្នាំរាប់លានដុល្លារយកទៅណាណាហើយអាលុយត្រូវគ្នាមួយពួកអាហ្គេមអនឡាញយកទៅណាអាគេមួយឆ្នាំអស់លុយបោកលុយគេរាប់លួចលុយគេពួកអាចោលក្រុមអនឡាញលុយគេរាប់ពាន់លានដុល្លារយកទៅណាអាហ្នឹងសួរអាហ្នឹងបានត្រូវព្រោះវាខូចខាតដល់ណាពលរដ្ឋគេជួយយ៉ាងពិភពលោកវាស្អុយឈ្មោះខ្មែរហើយសួរអាហ្នឹងបានត្រូវតែចំពោះលុយណាដែលពលរដ្ឋចូលរឿងទូរទស្សន៍ណារឿងអា9រាជការអត់មានពាក់ព័ន្ធនឹងអភិបាលឯងទេណាអត់មានទៅប្លន់គេទេគឺចូលឲ្យពេញចិត្តណាហើយអារឿងណាហើយអារឿងដែលអាលុយអីព្រះអាទិត្យហ្នឹងគេដឹងហើយគេចេះធ្វើកាយលុយប៉ុណ្ណឹងវាមិនច្រើនរាប់លានចាយវាម្ដងទេគេយកទៅជួយអានេះតិចវាអស់បាត់ហើយណាអត់មានលុយទៅលួចជាតិថនជាតិយកបណ្ណាខុសច្បាប់ទេអាឆ្កែអញចង់តទៅឯងតិចទៀតចាស់ណាអាហុកភក្ត្រាអាចារកម្មហុកភក្ត្រារបស់អ្នកជាធិបតីអញតតែឯងតិចចុះគ្រាន់តែរឿងលុយទូព្រះអាទិត្យវាជាលុយដែលប្រជាពលរដ្ឋខ្មែរចូលរួមចង់ឲ្យជួយផ្សព្វផ្សាយអំពីនៅរឿងអ្វីដែលជាការពិតអត់មានទៅត្រពងតែអែបអរណេប្រណប់ពីជាការលះបង់របស់ប្រជាពលរដ្ឋខ្មែរអត់មានរងផលប៉ះពាល់នៅទៅបំផ្លាញជាតិទៅកាប់ព្រៃឈើទៅបូមខ្សាច់ណាទៅរំលាយភ្នំអត់មានទេជាលុយដែលចេញមកពីទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរណោះហែងទៅមើលអាហ៊ុនសែនវាផ្ដល់អាជ្ញាប័ណ្ណឲ្យទៅពួកចិនបំផ្លាញភ្នំគាស់ភ្នំឥឡូវបាភ្នំនៅព្រៃវែងទៅជាបាត់ភ្នំហើយលែងមានបាភ្នំអីទៀតហើយភ្នំបារាំងធ្លាក់កំពុងគាស់រំលើងផ្លូវទៅពេជ្រនិលផ្លូវទៅកពតទៅអីនោះឥឡូវគឺថាគាស់ខ្ទេចអស់ហើយបងខ្សាច់ណាដឹកទាំងសាឡាងទៅចិនទៅយួនចេញមកនិយាយដោះសារថាម៉េចបងខ្សាច់ដើម្បីទប់ច្រាំងគ្រូណាបង្រៀនពួកអាចុយម្រាយឯងគឺគ្រូអាក្រហ៊ុនសែនគ្រូអាជនពៀគ្រូអាល្ងងខ្លៅដឹកនាំ40ឆ្នាំពលរដ្ឋខ្មែរលាហេមលាហាមតោកយ៉ាដើរធ្វើកញ្ចក់គេគ្រប់ច្រកលហកអ្វីដែលមានការអភិវឌ្ឍខ្លាំងការឆោបោកល្បែងអនឡាញណាគ្រឿងញៀនម៉ែខ្មែរមានអីហើយឥឡូវនេះឯងមើលថ្មីក្រោយពីសង្គ្រាមឯងឃើញទាហានខ្មែរស្លាប់បន្តហ៎ហើយឯងឃើញអាចុយម្រាយពីអ្នកឪកូននឹងមានយកចិត្តទុកដាក់មើលពួកគាត់ទេសំបីតែពេលស្លាប់ហើយឡានដឹកសាកសពយកមកធ្វើបន់អត់មានទេអាចុយម្រាយដឹកអតេះអូអញសង្វេងអញឈឺចាប់ណាស់អញឃើញរូបភាពហ្នឹងដឹកអតេះអូយកសាកសពមកធ្វើបន់ឥឡូវសួរចាឥឡូវអារឿងតាហ៊ានអារឿងនេះចូលឯងមើលតែហ៊ានលំអក្រុងវាជិះម៉ូតូល្អរឿងសិនល្អទាំងនោះឯងឥឡូវតាហ៊ានការពារជាតិទីហ៊ានថ្ងៃមុនទៅសុំម៉ូតូអញគ្មានមកលួចណាឲ្យទិញម៉ូតូថាលុយតិចតួចអាចឲ្យបានលុយទិញម៉ូតូអញអូនយកទៀតតាហ៊ានអត់មានអ្វីធ្វើដំណើរទៅអាកន្លែងស្អីអាចម្បាំងកន្លែងទីលានប្រចម្បាំងអីទេអត់មានអីធ្វើដំណើរទេទីហ៊ានម្នាក់សិតធ្វើដំណើរដោយម៉ូតូដោយអីអត់មានអ្វីជិះទេណាហើយពួកគាត់នឹងខ្វះខាតទាំងអស់ទាំងសម្លៀកបំពាក់ទាំងហូបចុកសពយ៉ាងហើយទៅប្រៀបធៀបជាមួយអាទាហានលំអក្រុងហើយទៅមើលស្អីក៏វាមានដែរអាទាហានការពារអំណាចតែទាហានការពារទឹកដីក្រលឲ្យហេមលហាមតោកចាក្រុមគ្រួសារតោកចាអញ្ចឹងអាទាំងឯងសួរហ៊ុនសែនតើលុយមួយឆ្នាំចំណាយទៅខាងទាហានរាប់ពាន់លានដុល្លារយកទៅអស់បានទាហានវេទនាសម្រាប់ម្លេះឯងទៅសួរអាហ្នឹងមិនត្រូវព្រោះលុយជាតិហើយយកឈ្មោះទៅខ្ចីលោកផ្នែកខ្ចីលុយគេមកណាត្រូវបំរើជាតិមិនមែនបំរើតែក្រុមពួកតាហ៊ានការពារអំណាចហ្នឹងឯងអាទាហានការពារអំណាចវាអត់មានតម្លៃទេតែតាហ៊ានការពារជាតិតែមានតម្លៃណាហើយហ៊ានសួរហ៊ុនសែនទេហើយមួយទៀតណាដែលលុយទិញក្បាលពួកអាឆ្កែពួកមីឆ្មាពួកអាចោថោកគៀបហ្នឹងឲ្យទៅគ្រប់គ្រងវាបៃបហាកណាបាក់ប្រចាំត្រឡប់ហើយម្នាក់បានប្រហែលលានបានប្រហែលម៉ឺន
ហើយសួរមកបានលុយពីណាមកលុយក្បត់ជាតិហ្នឹងឯងលក់ភ្នំលក់រ៉ែលក់សាបាត់យ៉ាងហ្នឹងឯងណាលុយអាបោកគេយកតាមអនឡាញហ្នឹងឯងអាមេគេមអនឡាញអាហ្នឹងលុយទាំងអស់ហ្នឹងហើយហ៊ាននិយាយហើយហ៊ានសួរហ៊ុនសែននេះណាអញ្ចឹងចង់ឲ្យហែកកដួយម៉ែហែងមកចោតចាំមិនគឺអត់ត្រូវទេណាហែងយល់ទេអា60ភក្តាអី60ភក្តាអញ្ចឹងឈ្មោះដូចកដួយឆ្កែអានេះណាហែងចង់និយាយយ៉ាងណាក៏ដោយវាអត់ចូលកជាអញវាអត់ចូលកជាបងប្អូនទាំងអស់ពីព្រោះហ្នឹងហើយអារឿងសពឯទាំងអស់គឺពួកអាតកូលហ៊ុនវាអ្នកទទួលខុសត្រូវហើយចង់ដឹងថាអាចុយម្ដាយហ៊ុនសែនមានតំណាក់តំណងស៊ីជំរឿក្នុងកម្រិតណាជាមួយនឹងអាថាក់ស៊ីនឥឡូវអញចាក់ឲ្យហែងស្ដាប់ណាពួកឆ្កែចិញ្ចឹមរបស់អាតកូលហ៊ុនអញចាក់ឲ្យហែងស្ដាប់អញពួកអញនិយាយថាមានផ្លាត់តាំងមិនដូចអាចុយម្ដាយហ៊ុនសែនទេមិនដូចអាក្ដោហ៊ុនសែនទេឥឡូវអញយកមកចាក់ឲ្យស្ដាប់ហើយចាំស្ដាប់សម្ដីអាហ៊ុនសែននេះចាំស្ដាប់សម្ដីអាក្ដោហ៊ុនសែននេះវានិយាយនេះណាអញបើកឲ្យហែងស្ដាប់អាក្ដោនឹងវានិយាយថាម៉េចណាឲ្យតែអញចេញទៅក្នុងថាប៉ុន្តែអាយុណាអាយុ16ម៉ែនប៉ុន្តែវាមើលទៅមកសើវិញគេទៅបាយជាមួយអតីតនាយករដ្ឋមន្ត្រីថៃនិងនាយករដ្ឋមន្ត្រីបច្ចុប្បន្នរបស់ថៃអាពុកគេនាំទៅតំណាងឲ្យគ្រួសារចាបញ្ជូនកូនបង្កើតមួយកូនភាសាមួយចៅបង្កើតមួយឲ្យនាំបង្កើតទៅជូនទៅថ្មីរបស់ថៃស្រីចាស្អាតតែម្នាក់ហ្នឹងក្មេងទេនាយករដ្ឋមន្ត្រីចាំបានពីតស៊ូគ្នាយូរចាគូចាំឲ្យធ្វើនាយករដ្ឋមន្ត្រីតាំងពីពេលបោះឆ្នោតរួចប៉ុន្តែមិនឲ្យមិនព្រមចឹងក៏លើកឲ្យម្នាក់ទៀតធ្វើទៅចានឹងគាត់ក៏រត់ដែរដល់ពេលតឡាការធម្មគេតម្លាក់នាយករដ្ឋមន្ត្រីនោះទៅខ្ញុំថាមិនឲ្យទៅអត់ទេលើកនេះអត់ទេហ្មងនិយាយខ្លួនហ្មងបានវាយសាទៅវាយសាឲ្យទៅក៏ធ្វើការសម្រេចតាមវិញចានិយាយពូបញ្ជូនសារម្ដងហើយម្ដងថាសម្រាប់ចិត្តទៅហើយអ្វីដែលគួរខ្លាចមិនមែនកាន់អំណាចទេអ្វីដែលគួរខ្លាចគឺអត់មានអំណាចចាមិនស្ដាប់ទៅនេះអាចុយម្ដាយចាំមើលតែមកសើមិញទាំងថាស៊ីនអតីតនាយករដ្ឋមន្ត្រីនឹងតែកូនដែលជានាយករដ្ឋមន្ត្រីហ្នឹងគេបាយជាមួយនឹងអ្វីដែលមិនគួរខ្លាចហ្នឹងមិននេះគឺអត់មានអំណាចកាច់បាត់អំណាចហើយសង្គ្រាមវាមានអត់មានទេរឿងសង្គ្រាមគឺគ្មានទេដោយសារតែវាជឿជាក់ណារវាងទំនាក់ទំនងដ៏ស្អិតរមួតជាមួយថាក់ស៊ីនតែអាណាដែលកំពុងតែមានទំនាក់ទំនងស្និទ្ធស្នាលស៊ីជម្រៅរហូតលោកដៃចូលក្នុងកិច្ចការផ្ទៃក្នុងប្រទេសគេទៀតណាប្រទេសថៃទៀតគឺអាហ៊ុនសែនគឺអាខ្នោហ៊ុនសែនហើយឯងមានបច្ចោតសំរងស៊ីអត់ដែលមានទំនាក់ទំនងស៊ីជម្រៅស្អិតរមួតអីជាមួយនឹងថាក់ស៊ីនទេឥឡូវអញចាក់សម្លេងប៉ុណ្ណឹងឲ្យឯងស្ដាប់ហើយភ្លឺភ្នែកយ៉ាងនេះណាអាចុយម្ដាយណាភក្ត្រាហុកបើសិនជាអ្នកសំរងស៊ីមានរូបភាពចឹងអីមិនដឹងជាពួកឯងយកបំផុសប៉ុណ្ណាទេមានសម្លេងចឹងអីអានេះមិនមែនសម្លេង AI កាត់តនេះគឺសម្លេងពិតអញមានសម្លេងជាច្រើនទៀតដែលអាហ៊ុនសែននិយាយរៀបរាប់ប្រាប់សូហ្វីតែពួកឯងអត់ចេញមកអស់ហើយណាអញប្រាប់ឯងអញទុកឲ្យអាហ៊ុនសែនវាលោកថែមបន្តិចទៀតពួកអញនឹងបញ្ចេញមកទៀតអញធ្វើឲ្យឯងវល់ខួរហ្មងឲ្យឯងឡើងឈាមណាឲ្យឯងក្លុកឯងវល់ខួរហ្មងណាអាក្រហ៊ុនសែនអាសម្លេងនេះអាសម្លេងគេនិយាយមួយខ្ញុំគេចង់អួតតែគេគ្រាន់បើហ្នឹងហើយអូនធွာបងធွာជាមួយនឹងស្ដេចប្រូណេណាជាមួយនឹងគេមាន3នាក់បងប្អូនណាហើយវាងកូន7រួយមកអាចុយម្ដាយដើម្បីតាមម៉ែមានគ្រូទេជីវិតឯងនិយាយប្រាប់ខ្ញុំទៀតនិយាយប្រាប់ខ្ញុំថាតាមពិតទៅគេអត់ចង់ឲ្យអ្នកថាក់ស៊ីនមានកូនណាមួយបាននេះនោះចង់ឲ្យមួយណាកាន់អំណាចប៉ុន្តែគេព្រមម៉ែព្រមគេជំរុញថាឲ្យមួយកាន់ទៅអញ្ចឹងអាចជួយថាក់ស៊ីនឲ្យកូនទៅកាន់អំណាចអាចជួយឡំស្លឹកឆ្នោតគេអាចកុហកអីគេមិនអាល្បិចថោកអាចបង្រៀនគេអញ្ចឹងបានថៃវាស្អប់ហើយយើងទៅចូលក្នុងនយោបាយគេច្រើនពេកណាពាក់ព័ន្ធនយោបាយគេច្រើនពេកបំបីពិបាកគេធ្វើគេឆ្លោះគ្នាអីសោះបែបយ៉ាងហ្នឹងហើយឲ្យរឿងទាំងអស់ហ្នឹងមកឆ្លោះមកវល់ទៅមួយថៃខ្លួនឯងមកវាយបហាសំរងស៊ីអញអំពើវាប្រព្រឹត្តវាដៅវាយបហាគេអូខេបងប្អូនថ្ងៃនេះគឺថាពួកខ្ញុំអត់មានប្រធានបទអីជានេះគឺយើងមកនិយាយគឺអស់ហ្មងរួមគ្នាយូរចេញមកម្ដង
នេះគឺចម្រោះសំឡេង AI ទេស្ដាប់ឲ្យច្បាស់អាឆ្កែសន្តិភាពនឹងអាឆ្កែសន្តិភាពអាឆ្កែរត់ចោលសន្តិភាពឥឡូវមានឆ្កែអុកញ៉ា2ក្បាលកំពុងត្រៀមរត់ចោលសន្តិភាពឆ្កែអុកញ៉ាហ្នឹងហើយអាឆ្កែអុកញ៉ាសន្តិភាពណាគេរត់មកអឺរ៉ុបឥឡូវមកចេញមកមួយក្បាលហើយនៅ Cyprus គឺអាហ៊ុនតូហ្នឹងហើយមិនដឹងខ្ញុំលឺដែរក៏អត់តន់សូវជឿចាំមើលសិនហ្នឹងគាត់គេលឺសូនីតែមិនខ្ញុំអត់ជឿទេខ្ញុំអត់ជឿថាពួកហ្នឹងវារត់ទៅណាខ្ញុំអត់ជឿទេបើសិនគេដឹងមែនណាគេតំណែងជាមួយថ្នាក់ដឹកនាំមកគេខ្លួនឥឡូវវាចូលមក Cyprus ចេញពី Cyprus ទៅអូស្ត្រាលីដល់ពេលគេកំពុងតាមដានឲ្យដឹងគោលដៅវានៅណាច្បាស់ណាពួកគេចាប់តមកឥឡូវគេទុកពេលឲ្យអារដ្ឋាភិបាល7ដងគេទុកឲ្យរដ្ឋាភិបាល7ដងហ្នឹងចាត់វិធានការហើយរត់ចូលរត់ឡើងមិនក៏ដោយហើយចាត់វិធានការចាប់អាឆ្កែរត់ចោលសន្តិភាពហ៊ុនតូឲ្យបានតែពេកមានតែម្យ៉ាងឯងមានតែម្យ៉ាងឧបមាថាឥឡូវបើសិនជាអាយួនវាត្រូវគ្នាមួយហ៊ុនសែនខាងសង្ងាត់យ៉ាងមិនក៏ដោយវាអាចបញ្ជូនទៅស្រុកយួនលាក់បំពុននៅស្រុកយួនអាចកន្លែងហ្នឹងអាយួនហ្នឹងបើសិនជាអារដ្ឋាភិបាលហ្នឹងរលំទៅណាគឺយួនអត់អាចលេបទឹកដីខ្មែរបានទេអញ្ចឹងអាយួនវាត្រូវជួយឯងខ្ញុំជឿថាអញ្ចឹងបើសិនជាអាចបញ្ចេញរត់ចេញក្រៅស្រុកបានបើថានៅស្រុកខ្មែរក៏គេអាចចាប់បានរត់ទៅក្រៅប្រទេសផ្សេងទៀតគឺគេអត់អាចសហការគ្នាដើម្បីលាក់បាំងទេព្រោះអីពិភពលោករងគ្រោះច្រើនណាស់ដោយសារតែរដ្ឋាភិបាលហ្នឹងរងគ្រោះច្រើនណាស់អញនិយាយច្បាស់បានលុយពីណាលុយអញយ៉ាអារឿងខ្លួនឯងលួយស្អុយខ្លួនឯងបើដើរចោតគេទៅមិនរួចទៅវារួចថោកទេបើគាត់ថោកទេបាទនេះមិនខ្វះចង់បង្ហាញអារូបភាពទាហានដែលទុំស្លាប់យ៉ាងនេះគឺឥឡូវស្លាប់រាល់ថ្ងៃណាស្លាប់រាល់ថ្ងៃទាហានខ្មែរអានេះគេបន្តសម្លាប់បន្តបន្ទាប់តាំងពីចប់សង្គ្រាមមកស្លាប់រាល់ថ្ងៃអ្នកដែលស្លាប់វាអត់មានយកចិត្តទុកដាក់ទេហើយប្រហែលថ្ងៃមុននោះបងប្អូនអើយទាហានខ្មែរស្លាប់ខ្ញុំឃើញខ្ញុំរន្ធត់មែនតើបងប្អូនអាសូមែនតើសំបីតាឡានដឹកសាកសពក៏អត់មានវាអត់ខ្វល់ខ្វាយអត់មានយកចិត្តទុកដាក់មើលក៏ដូចមកអាចុយមកក្រហ៊ុនសែនឈាមថោកខ្មោចឯងសុំឲ្យពលរដ្ឋខ្មែរបោះទៅក្នុងព្រៃឲ្យសត្វខ្វាតស៊ីទៅគេពិភពលោកគេគ្រប់គ្រងមនុស្សល្អដើម្បីឲ្យផលល្អហ្នឹងដល់អ្នកជនដល់ជនដែលគេដឹកនាំឯងគ្រប់គ្រងមនុស្សអាក្រក់ឲ្យមនុស្សល្អរងគ្រោះដោយសារមនុស្សអាក្រក់អញមិនដែលឃើញទទួលមកអីអញ្ចឹងទេអញនិយាយតាមត្រង់ពិភពលោកគេត្រូវការមនុស្សល្អទៅដឹកនាំដើម្បីឲ្យជនទូចតាចដែលយើងដឹកនាំបានផលល្អបានសេចក្តីសុខគេអត់ត្រូវការយកពួកអាឃាតករដឹកនាំទេថ្ងៃក្រោយឡើងវាសម្លាប់យើងគេអត់ត្រូវការយកចោលដឹកនាំទេវាលួចទ្រព្យសម្បត្តិយើងតែពួកឯងក៏ភ្លើមែនអាបាភ្លើអញឆ្កែកញ្ចក់ហ៊ុនសែនឆ្កែកញ្ចក់ឯងយកសម្ដីអាហ៊ុនសែនមកនិយាយឯងយ៉ាត់ជាប់គុកដោយសម្បត្តិធាដោយសារយកសម្ដីហ៊ុនសែនយកមកនិយាយថាបើអត់អីស៊ីលក់ម៉ូតូទៅណាឥឡូវហែងយកសម្ដីហ៊ុនសែនយកមកនិយាយថាបើអស់ដីនៅទៅម៉ែឲ្យអ្នកឯងនៅណាជួយណាអញសង្ស័យឯងគេគុកអត់រួចទេអាភក្ត្រាហុកហើយអញសង្វេចឯងណាឯងដឹងឯងសម្បត្តិធាជាប់គុកដោយសារអីយកសម្ដីហ៊ុនសែនយកមកនិយាយទី1ប្រត់ប្រាស់ក្រុមគ្រួសារក៏ដោយសារប្រើសម្ដីហ៊ុនសែនដែរអញសង្ស័យឯងគេគុកអានេះនឹងវាស្អប់ហ៊ុនសែនកម្រិតណាទេបានវាថ្ងៃនេះវាខមមិនមកឌឺដងសម្ដីឲ្យអាហ៊ុនសែនជាប់រហូតអូយអាហុកកេត្រាហើយអាហុកកេត្រាហើយគេថាបើលក់ដីខ្ទេចហើយគឺពលរដ្ឋអត់មានកន្លែងនៅទេវាលក់ខ្ទេចហ្នឹងឧទាហរណ៍វាលក់នៅខាងស្អីគេទៅនិយាយព័ត៌មាននៅខាងស្អីចន្ទរាលកន្លែងម៉ែក្មេងស្អីនៅល្មាសហែកនៅស្វាយរៀងនៅល្មាសហែកនៅកន្លែងហ្នឹងវាឲ្យពលរដ្ឋខ្មែរហ្នឹងចូលសេចជាតិយួនវាចង់យកអាទឹកខ្មែរនៅនឹងចុះប៉ុន្តែចូលសេចជាតិយួនធ្វើជនជាតិយួនតែអត់ព្រមលើពលរដ្ឋខ្មែរនៅនោះព្រមទេណាហ្នឹងហើយមណ្ឌលគិរីគេចេះស្ទឹងត្រៃហ្នឹងអាហ្នឹងមានខ្មែរនៅហើយប៉ុន្តែតែកាត់ដីឲ្យគេហើយជនជាតិខ្មែរខ្លាយទៅជាជនជាតិយួនហើយទឹកដីគេបើយើងមិនចង់ខ្លាយជាជនជាតិយួនយើងត្រូវចេញពីជំរំនឹងចេញពីកន្លែងហ្នឹងទៅនៅកន្លែងផ្សេងហ្នឹងណាហ្នឹងហើយហើយយល់ទេអាភ្លើដីខ្មែរវារួញពលរដ្ឋខ្មែរវាភ្លើព្រោះតែវាភ្លើចឹងបានគេគ្រប់គ្រងបានហ្នឹងហើយណាគេមិនដែរយកដីឲ្យណាដូចនៅប្រទេសស្អីគេអាឧទាហរណ៍អ៊ុយក្រែនចឹងវាកំពុងឆ្លោះគ្នាជាមួយរុស្ស៊ីណាដែលឈ្លានពានទឹកដីគេបើសិនគេឈ្លានពានបានហើយ
ហ្នឹងហើយពលរដ្ឋនៅកន្លែងណានៅកន្លែងហ្នឹងប៉ុន្តែប្រទេសទឹកដីហ្នឹងខ្លាយជាប្រទេសទឹកដីរបស់សូរុស៊ីដូចខ្មែរនេះដូចខ្មែររាល់ថ្ងៃនេះតែសៀមកំពុងឆ្លៀនពៀននេះណាអបមកថាឥឡូវវាបើកដៃឲ្យពលរដ្ឋចូលប៉ុន្តែសៀមវាគ្រប់គ្រងពេលសៀមវាគ្រប់គ្រងហើយណាគឺវាឲ្យយើងចូលទៅជាតិវាឧទាហរណ៍ឥឡូវខ្មែរលើខ្មែរសរិនសៀមវាគ្រប់គ្រងហើយពួកហ្នឹងលេងជាខ្មែរតាមជាសៀមហើយហ្នឹងតែយួនសៀមវាគ្រប់គ្រងហើយលើខ្មែរកម្ពុជាក្រោមចឹងណាខ្មែរកម្ពុជាក្រោមទឹកដីខ្មែរប៉ុន្តែយួនវាគ្រប់គ្រងអាបាភ្លើព្រួយមកឯងរៀនអស់សភៅមែនណាឬវាអត់ដែររៀនទៅដឹងណាអានេះភ្លើមែននិយាយតាមប្រទេសកំណត់គេបជាវាដឹងវាគេឲ្យថាគួយឈរអូអានេះឯមើលបងប្អូនជាឯងច្រើនណាអាបាតដៃទី3ផងណាបង្កើតឲ្យមានបាតដៃទី3វាយធ្វើបាបប្រជាពលរដ្ឋអើយថោកទៀតណាអាហ៊ុនសែនឯងថោកពេកណាអូខេសូហ្វីឥឡូវវា1ម៉ោងកន្លះហើយមើលខមមិនបងប្អូនថែមបន្តិចទៅប្រាប់អាសែនទៅថាយើងមិនចង់ហែកទ្រូងឲ្យក្អែកចឹកនោះទេតែដោយសារការវាដឹកនាំល្ងងពេកស្លាប់តែពលរដ្ឋខ្លួនឯងសម្លាប់នឹងចាប់អ្នកចេះដឹងដាក់គុកអស់ទីបំផុតយកមន្ត្រីលេងដីមកកាន់អភិបាលខេត្តខ្ញុំបានឃើញដែរនេះឈួតទេធ្វើខ្នល់ទៅចាក់ទៅធ្វើរយសំងបន្តិចហើយអង្គុយបៀកណាទៅអង្គុយបៀកអីចឹងវាអន់ជាងក្មេងលេងដីទៀតគេធ្វើទៅថតទៅខ្មាស់គេអត់មានការអៀនខ្មាស់ចាំបានសំតាអាចៅសៀមវាមើងងាយមិនខុសមែនពួកអាល្ងងខ្លៅអានេះគឺជាមន្ត្រីរបស់ពួកអាជនពៀលអាមេស្កេនអនឡាញតកោហ៊ុនគឺវាអសមត្ថភាពអញ្ចឹងអានេះគឺធ្វើផ្លូវអញ្ចឹងហើយផ្លូវហ្នឹងមិនបានមកទឹកផងភៀងមកតាមត្រង់បើកឡានទៅហ្នឹងខ្ទេចដោយដីទៅអស់ហើយប្រាប់អាសែនទៅថាយើងមិនចង់ឲ្យទ្រូងឲ្យក្អែកចុចចាក់នោះទេតែដោយសារវាដឹកនាំល្ងងពេកស្លាប់តែប្រជាពលរដ្ឋខ្លួនឯងសម្រាប់នឹងចាប់អ្នកចេះដឹងដាក់គុកអស់ទីបំផុតយកមន្ត្រីលេងដើមលេងដីមកកាន់អភិបាលខេត្តហ្នឹងហើយនេះអើយយ៉ាប់ពួកអស់នេះយ៉ាប់ហើយដោយអាមន្ត្រីស្អីគេមន្ត្រីក្រសួងកសិកម្មគេធ្វើញែកញាក់នោះទៅរែកអីទៅធ្វើចាប់ត្រីដាក់ពាងដាំទឹកពីពាងចេញពីពាងមួយនោះវាថាមិនបានព្រឹសបើមិនព្រឹសមិនពេញចិត្តសៀមអីអញត្រូវតែយកចិត្តសៀមអញ្ចឹងហើយអញចង់ខ្ចីដីសៀមទម្លាក់ក្របដឹកដាក់ក្បាលហ៊ុនសែនណាអញនឹងសំសៀបើសិនអញវិញអញទៅចូលដៃជាមួយសៀមអញអញសុកចិត្តកាត់ដីឲ្យសៀមអីយកអញឲ្យទម្លាក់វាហ៊ុនសែនអញដូចហ៊ុនសែនធ្វើមួយយួនអញ្ចឹងអញសំសៀអញធ្វើអញ្ចឹងយកគំរូតាមហ៊ុនសែនខ្ចីដៃឥឡូវពួកឯងត្រូវដឹងណាបន្តឥឡូវលឺសូលហិចលហៀងណាមានក្រុមហ៊ុនមានធនាគារ3ទៀតឲ្យត្រៀមនឹងបាត់ហ៊ុយវ៉ាន់បាត់ឯណាបាទហ៊ុនតូបោកលុយពលរដ្ឋយកទៅឥឡូវនៅ3ទៀតត្រៀមបាត់ហើយអ្នកណាអាណាមានមើលធនាគារឈ្មោះគេឃើញសូហ្វីបង្ហោះដែរតាអត់ពីហ៊ុយវ៉ាន់ទៅមើលធនាគារអុកញ៉ាហ៊ុនតូចាក់ធនាគារក្នុងចំណោមធនាគារ3ទៀតត្រូវបានធនាគារឈប់ខ្ញុំសៀដាក់ចូលទៅហ្មងឈប់ដើម្បីនេះស្រួលបើកនៅក្នុងកុំព្យូទ័រឲ្យបងប្អូនមើលដែរអាហ្នឹងជាវិជាហានិភ័យមួយជួយជេរវាឲ្យខ្ញុំផងជួយជេរណាគេជួយជេរឥឡូវខ្ញុំតាក់ទងនឹងធនាគារនេះដែលឥឡូវនេះដែលហានិភ័យសម្រាប់ជាពលរដ្ឋនេះតែពួកអញត្រូវតែត្រៀមលក្ខណៈត្រូវធ្វើម៉េចជួយពួកគាត់ធនាគារ50បាំងរបស់អង្គការហ៊ុនតូហ៊ុយវ៉ាន់ជាធនាគារមួយក្នុងចំណោមធនាគារ3ទៀតត្រូវបានធនាគារជាតិដកហូតអាជ្ញាប័ណ្ណនិងដាក់ឲ្យជំរះបញ្ជីធនាគារដួលរលំជាបន្តបង្ហាញថាចិត្តដល់ពេលការដួលរលំរបបហើយការដួលរលំធនាគារនេះបន្ទាប់ពីធនាគារហ៊ុយវ៉ាន់ផេរបស់អង្គការហ៊ុនតូបោកប្រាស់លុយអតិថិជនអ្នកធ្វើបាតកម្មតវ៉ាដែលវាចាញ់បោកធនាគារហ៊ុយវ៉ាន់ផេរបស់អង្គការហ៊ុនតូត្រូវបានគេវាយបែកក្បាលនិងចាប់ដាក់គុក3នាក់ពលរដ្ឋគួរឈប់យកលុយដាក់ធនាគារឬដកលុយចេញពីធនាគារដើម្បីកុំឲ្យចាញ់បោកគេទៀតព្រោះធនាគារភាគច្រើនជាប់ខ្សែត្រកូលហ៊ុននិងបកពួកត្រកូលហ៊ុនដូច្នេះបងប្អូនចាញ់បោកធនាគារអាសូរបងប្អូនខ្មែរដល់ហើយបងប្អូនអើយបងប្អូនដាក់លុយក្នុងធនាគារត្រូវគេបោកឥឡូវអត់ហ៊ានទុកនៅផ្ទះទុកអីទេខ្លាចចោលប្លន់ហើយបើយកលុយទៅទិញផ្ទះណាទិញគម្រោងបរិយក៏ត្រូវ
អុកញ៉ាបោកអញ្ចឹងធ្វើមិនទៅណាអាសូខ្មែរអាសូពលរដ្ឋខ្មែរងាប់គេបោកបន្តបន្ទាប់ហើយធ្វើមិនអាចជួយពលរដ្ឋខ្មែរបានអូជំរាបសួរសម្ដេចបិសាចប្រុសធនាគារទាំងនោះភាគច្រើនគឺអុកញ៉ាតូចនៅរដ្ឋមន្ត្រីរបស់ CPP យកលុយខ្មែរទៅដាក់ទាំងអស់ដូច្នេះមិនហ៊ាននិយាយនោះទេចុះពួកអាចិនឯបដកម្មនោះវាយ3ក្បាល3ក្បូងនោះវាថាវាត្រូវការទៅលុយវាតើឃើញវាយចិន3ក្បាលដឹងយ៉ាងម៉េចយ៉ាងម៉ាអាហ៊ុនតូបើសិនគេចាប់បានអានោះគុកមួយជីវិតហ្មងព្រោះវាបោកគេច្រើនពេកចាបើចង់ចាប់អាហ៊ុនតូទី1ចាប់អាមេស្កេនអញក្នុងអីវាគឺអាក្រហ៊ុនសែនចាប់អាចុយម្រាយនោះសិនចាប់អាហ៊ុនសែនហើយអានឹងហ៊ុនតូនឹងចាប់បានហើយអញ្ចឹង FBI គេដឹងតែ FBI គេដឹងតើគេថាចាំមកគេចុះទៅគេមើលស្ថានភាពតែវាយ៉ាងម៉េចដល់ពេលគេចុះទៅគេដឹងគេថាអូឥឡូវគេដាក់កំណត់ឲ្យឥឡូវអញមកឲ្យអញឃើញណាអញមកឃើញហើយស្ថានភាពស្រុកខ្មែរយ៉ាងម៉េចអញមករៀបចំមកចាប់ចោលនៅក្នុងផ្ទះហើយឬក៏អញធ្វើខ្លួនឯងបញ្ជូនចោលនឹងដើម្បីបញ្ចូលគុករបបក្បត់ជាតិត្រកូលហ៊ុនសែនថ្ងៃនេះរឿងបាត់បង់ទឹកដីមិនសំខាន់សម្រាប់ត្រកូលវាទេអ្វីដែលសំខាន់នោះគឺខំប្រឹងកំទេចអ្នកប្រជាធិបតេយ្យនិងវាប្រឹងទិញក្បាលអ្នកប្រជាធិបតេយ្យឲ្យអស់កុំឲ្យនិយាយការពិតពីសង្គមជាតិទឹកដីបានគឺជាការពិតហើយអាពួកវាទិញក្បាលខ្ញុំខុសវានាំគ្នានិយាយទាំងគ្មានការពិតវាបំភ្លៃចឹងខ្ញុំឆ្ងល់ពួកវាដល់ហើយនិយាយរឿងគូគ្រូពេទ្យធ្វើ CPR ផងនិយាយមុននឹងហើយតាបានប្រយោជន៍ហ្នឹងវាមិនប្រាប់ពួកហ្នឹងហើយខ្ញុំនិយាយមុននឹងហើយបងនិយាយហើយតាវាជារឿងអសិលធម៌ក្រមសិលធម៌ជាគ្រូពេទ្យវាគ្មានទេអាសត្វនរកហ្នឹងណោះនិយាយមុនហ្នឹងហើយបងលេងណាវត្រានៅគៀកនឹងអាម៉ណែតអត់មានទៅណាទេពួកវាជាអ្នករកលុយអាម៉ណែតពួកអាម៉ណែតគឺជាអ្នកបង្កើតឲ្យមានអុកញ៉ាបោកពលរដ្ឋខ្មែរបងប្អូនមុនបង្កើតឲ្យមានអុកញ៉ាបោកពលរដ្ឋខ្មែរបងប្អូនមាននៅចាំតែនោះវាបង្កើតថាគេរដ្ឋគេចង់ធ្វើអញគោលការណ៍មួយដើម្បីបង្កើតធនាគារកម្ចីលុយពលរដ្ឋដល់វាបរាជ័យពលរដ្ឋមានលុយខ្ចីណាបើទៅខ្ចីលុយឲ្យចុងការមកពលរដ្ឋអត់ហ៊ានដាក់ទេប៉ុន្តែបើបង្កើតឲ្យមានអាគម្រោងបរិយឲ្យទៅទិញផ្ទះអានឹងទៅបោកបានពួកគាត់ចង់បានផ្ទះចង់បានអីនៅត្រឹមត្រូវឬក៏កម្ចីបែបលេងចណាយវាធ្វើនោះបងប្អូនមានចាំរឿងលេងចណាបោកលុយពលរដ្ឋខ្មែរសិតតែតាក់តងជាមួយនឹងអាម៉ណែតទាំងអស់តែទីផុតទៅអាចបានទេណាអាម៉ណែតចេញមកតែមួយម៉ាត់អត់ត្រូវការចាប់លេងចណាដាក់គុកទេត្រូវទុកលេងចណាឲ្យទៅធ្វើការបន្តទៀតប្រៀបដូចទុកមេមន់ឲ្យបងមើលលេងចណាបោកលុយគេអស់រាប់លានអត់មានចាប់ដាក់គុកទេអង្គការសិទ្ធិមនុស្សវាចោទរឿងបើរឿងលុយ500ជួយនាងស្រីមុំស្រីស្នេហ៍កម្មសខានោះជាប់គុកប្រហែលឆ្នាំលោកចាក់យ៉ានោះអង្គការសិទ្ធិមនុស្សនោះស្អីចង់ធ្វើអញ CPR ឲ្យអូនភីជួយណាចាប់ដាក់គុកលើណាចាប់ដៃដាក់គុកលើនោះចង់ធ្វើអីចង់ស្កត់បេះដូងអាភីហ៎អូអារឿងគ្រូពេទ្យវាជារឿងវាថាថោកទាបបំផុតគ្មានក្រមសីលធម៌ជាគ្រូពេទ្យទេខ្ញុំបានឃើញនឹងខ្ញុំបាននិយាយមុននឹងតិចដែរខ្ញុំបាននិយាយហើយអរគុណច្រើនបងបានជួយរំលឹកតាមពិតទៅយើងមិនបាច់និយាយច្រើនទេនាំឲ្យយើងប្រផុសផលទៅវាភ្លេចអារឿងអាពួកវាមិនស្គាល់តាមពិតបងអូនស្រីដែលត្រូវអាគ្រូពេទ្យនឹងឈឿតឱកាសណាបៀតបៀនគេខ្មាស់របស់គាត់ហ្នឹងគាត់មានការឈឺចាប់គាត់មានការអៀនខ្មាស់ខ្លាំងវាជារឿងថោកទាបបំផុតច្បាស់ខ្ញុំបានសរសេរបង្ហាញខ្ញុំថាសំណាងហើយនៅស្រុកខ្មែរដែលគ្រប់គ្រងដឹកនាំដោយជនពាលជនអន្តពាអតកោហ៊ុនបើក្រៅពីខ្មែរកុំថាឡើយអឺរ៉ុបសូម្បីត្រឹមប្រទេសថៃក៏អាគ្រូពេទ្យនឹងជាប់គុកដែរមិនត្រឹមតំណែងទីប្រធានទីចុះមកនៅត្រឹមគ្រូពេទ្យធម្មតានៅរក្សាអាជ្ញាប័ណ្ណគ្រូពេទ្យបានអត់ទេគុកឯងជាប់គុកខែឯងសជំងឺចិត្តគេទៀតតាមពិតទៅវាទៅរៀនខុសគ្រូហើយបានទៅខុសច្បាច់ខុសកន្លែងឯងក៏រៀនដែរគេឲ្យសកត់នឹងចំកណ្ដាលនេះគេផ្លុំមាត់មិនអីមិនដឹងរឿងនេះអានោះវាមិនសកត់នេះច្បាច់ហ្មងមើលទៅឃើញច្បាច់ហ្មងវារៀនខុសគ្រូឯងសង្ស័យទៅរៀនគ្រូហ៊ុនសែនហ្នឹងអានេះថាមហាក្រាស់មែនតើហើយក៏ដូចវាឃ្លានខុសពេលណាអាឃ្លានក៏តាមពិតនិយាយតាមត្រង់ទៅពួកអ្នកសុខខ្មែរខ្លះប្រុសសុខខ្មែរខ្លះឈួតចឹងមែនណាសូមឲ្យតែតាមឆាតយើងក្រោបផ្ញើរឿងសិចពេញទាំងស្អីអូយបើទៅស្អីទេអាខ្លះវាលើកមេដៃមេជើងយើងទៅសើយើងមិនឆ្លើយជេរឯងមកដល់យើងអត់តបជេរឯងមកដល់និយាយដល់ចំណុចហ្នឹងម៉ែក្មេងចង់និយាយពីអាម៉ាត់អ្នកខ្លះ friend Facebook យើងហើយចាយសូមរាប់អានផងហើយដល់បើគេទទួលជា friend ហើយបានន័យថាយើងជា friend ហើយជាមិត្តហើយចាំមិនចូលក្នុងឆាតអាយប្រប្រែទៀតយើងនិយាយណានិយាយជាមួយខ្ញុំអត់ដឹងមិនណាប៉ុន្តែអាកំណត់ដែលខ្ញុំគិតសូមរាប់អានជាមិត្ត
ណាជាមិត្តហ្នឹងចង់តំណែងជាមួយយើងហ្នឹងចង់ឯបប្រែហ្នឹងប៉ុន្តែយើងអត់ត្រូវការយើងអត់ត្រូវការបើថាមិត្ត Facebook យើងទទួលហើយគឺយើងឃើញឯសកម្មភាពហ្នឹង friend ហ្នឹង friend ឯងច្បាច់នេះទៀតអីអូខេប៉ុន្តែអាសូមរាប់អានផងរាប់អានផ្ទះបាញ់ស្អីអញអត់ត្រូវការទេបងប្អូននៅកណ្ដោច្រើនណាស់ហើយមានតែខ្ញុំចេះខ្លះនេះអញសូមរាប់អានអានមិនរាប់អានក៏តែប៉ុណ្្នឹងរាប់អានក៏តែប៉ុណ្្នឹងយើងអត់ត្រូវការខ្ញុំក៏ជាគ្រូពេទ្យដែរតែខ្ញុំឆ្ងល់ពេទ្យមួយនឹងខុសគេអានេះវាជាប្រភេទពេទ្យថោកទាបអាពេទ្យនរកណាវាគ្មានក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យទេវាជាការរំលោភបំពានផ្លូវភេទណាជាការបំពានណានេះគាត់ថាមនុស្សឆក់ឱកាសហ្នឹងហើយដល់គាត់តែដងវាផ្សាយអានោះមិនសកត់ទេមិនសកត់តែដងណាម៉ែច្បាច់យកហ្មងហ្នឹងអានេះគឺជាមនុស្សឆក់ឱកាសណាឆក់ឱកាសហើយអាកាសហ្នឹងអាគេកំពុងអាសន្នមានអាខួរហ្នឹងវាចេញមកអញ្ចឹងហ្មងអញវាឆ្លាតណាអាប្រុសឆ្លាតខាងហ្នឹងហ្មងអាពួកហ្នឹងកាត់ចោលតែកុំឲ្យវាឆ្លាតទៀតចាហ្នឹងហើយយកមកហុចទៅស្អីបាត់ចោលមកឯងណាពេលគ្នាកំពុងតែមានការបើយើងមិនជួយទេយើងចេញទៅទុកឲ្យអ្នកផ្សេងទៀតមកហើយឯងអាពេលហ្នឹងអាកាសហ្នឹងចេញមកទៅអីដែរអាខួរមួយហ្នឹងចេញមកទៅអីដែរចាវាហួសហេតុពេកអូខេសូហ្វីណាយើងថ្ងៃនេះប៉ុណ្ណេះណាជិត2ម៉ោងអូខេអរគុណបងប្អូនច្រើនដល់សុខាភិបាលមិនតូចទេប្រហែលឡើងតាមជើងខោឪដែរហើយត្រូវហើយហ្នឹងហើយហើយឡើយឥឡូវសារនេះណាអ្នកសារឡើងតាមទូនីតិដូចជានាយករដ្ឋមន្ត្រីបើយើងមិនផ្លាស់ប្ដូរតកូហ៊ុនហ្នឹងមើលទៅមកជីវិតហ្នឹងគឺតាមមានតកូហ៊ុនទេធ្វើនាយករដ្ឋមន្ត្រីដឹកនាំប្រទេសដឹកនាំតតែលាយខ្ទេចអស់ហ្មងវាដឹកនាំតខ្មែរលេងមានអីទាំងអស់ហ្មងហ្នឹងហើយហើយនៅស្រុកនេះមិនបាច់ចាំដល់យើងទៅធ្វើជំនួយការពេទ្យឬអីរៀនអាហ្នឹងឯងសូម្បីតែរៀនឡានក៏ឲ្យយើងទៅរៀនអាហ្នឹងដែរទៅរៀនឡានរៀនបើកឡានក៏ឲ្យយើងទៅរៀនជួយមនុស្សរបៀបបាច់ណាមុនបើកឡានណាហ្នឹងហើយគេរៀនអាទាំងអស់តំណាងហើយដែលវាមិនដោះអាវហើយច្បាច់នោះអាហ្នឹងគឺថាមានបងស្រីគាត់នៅនឹងដែរពេលនោះប្រហែលជាគាត់មិនឲ្យធ្វើទេបើវាច្បាច់លើអាវនោះប៉ុន្តែគាត់ទ្រាំណាបាទគាត់អត់ហ៊ានព្រោះពេលនោះបងអូនគាត់កំពុងមានគ្រោះថ្នាក់សុខចិត្តនៅស្ងៀមទ្រាំហើយឲ្យបង្ហោះក៏អានឹងវាជាយុទ្ធសាស្ត្រមួយដើម្បីឲ្យបងប្អូនស្គាល់ពីសន្តានថោករបស់គ្រូពេទ្យហ្នឹងខ្ញុំមានមុខវាតាអាមុខគ្រូពេទ្យហ្នឹងខ្ញុំបានកូពីទុកតាមថាខ្ញុំទៅនិយាយអីនាំប្រពន្ធនឹងប្រវែងដានអារឿងសំខាន់បំផុតអារឿងនេះគឺយើងកុំជួយប្រវែងដានរឿងអត់រឿងវាមិនខុសខាងដល់ពលបន្ថែមចឹងហ្នឹងហើយគឺអារឿងសំខាន់បំផុតគឺវាអារឿងវាបង្កើត AI វាយបហាលោកសំរងស៊ីវាយផលគឹមសខាហើយនឹង AI សំរងស៊ីដែរអាហ្នឹងវាបង្កើតមកដើម្បីឲ្យយើងបែកបាក់គ្នាហ្នឹងហើយអានេះយើងត្រូវតបទៅវិញណាហើយឬក៏អារឿង scam online ហ្នឹងកំពុងតែក្តៅកគុកហ្នឹងឯងហើយអារឿងអាសង្គ្រាមវាអត់តន់ចាប់ទៅណាទេអញ្ចឹងអារឿងផ្សេងទៀតដែរអត់មានប៉ះពាល់ខូចខាតដល់សង្គមយើងកុំយកមកច្រើនពេកអាហ្នឹងដូចយើងជួយប្រវែងដានវាអញ្ចឹងហ្នឹងហើយវាយតារឿង game online ទៅដាក់អាហ្នឹងទៅអារឿងបោកប្រាស់ពលរដ្ឋខ្មែរបោកពលរដ្ឋគេនឹងដាក់តាហ្នឹងឲ្យខ្លាំងដាក់មុខដាក់បងប្អូនមើលពីសិននេះខ្ញុំនិយាយថាយើងកំពុងតែដើរត្រូវ FPI យើងដើរឲ្យទាន់គេឲ្យជាមួយគេណាដើម្បីឲ្យរួមនឹងក្តៅកគុកហ្នឹងអញ្ចឹងយើងកុំដើរចេញពីគេហ្នឹងហើយតែបើថាយើងអាឡៃគឺអារឿងពងអាខ្លាំងយើងមកយកវិញសាបអស់ហើយយ៉ាយើងចូលជួយអ្នកភាគីគ្រូពេទ្យ